Quạt về lộ vòn mật nẹ đạpទាំងឡាយក្នុងថ្ងៃព្រឹកឡើងការទ្វារក្រុងបើកខ្ញុំក៏ចូលទៅបណ្ឌបាតក្នុងនគររាជក្រឹសកាលបានអាហារល្មមឆ្អែតហើយក៏ចេញទៅឆាន់នៅវេលុវនារាមដ៏ជាឧទ្យានឫស្សីដែលព្រះបាទពើពិសាព្រះមហាក្សត្រនៃមគធរដ្ឋទ្រង់លើកថ្វាយចំពោះព្រះភិក្ខុទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាប្រធានព្រះវេលុវនារាមជារមណីយដ្ឋានក្រៃលែងជាងអារាមដទៃដែលខ្ញុំបានជួបប្រទះមកផ្ទៃផែនដីខាងក្រោមរាបស្មើបានទទួលការបោសសម្អាតរលីងជានិច្ចផ្ទៃខាងលើគ្របដណ្ដប់ដោយស្លឹកឫស្សីដ៏ក្រាស់ជាដំបូលធម្មជាតិធ្វើឲ្យបរិយាកាសខាងក្រោមត្រជាក់សប្បាយជានិច្ចព្រះភិក្ខុសាមណេរក្នុងអារាមមានចំនួនត្រឹមបន្តិចបន្តួចព្រោះចំនួនច្រើនបានចេញចារឹកទៅក្នុងទិសផ្សេងទើបមានកត់ទុំនៅច្រើនក្រោយពីប្រគល់ខ្លួនចំពោះព្រះមហាថេរៈជាប្រធានហើយខ្ញុំក៏បានទៅនៅកត់តូចមួយខ្នងដែលជ្រៅចូលទៅក្នុងព្រៃឫស្សីតាំងចិត្តថាក្រោយពីធ្វើដំណើរដើរផ្លូវមកជាយូរយារក៏នឹងឈប់សម្រាកអប់រំចិត្តឲ្យស្ងប់ស្ងាត់ខ្លះតមកមិនយូរព្រះមហាថេរៈឃើញខ្ញុំថាមានវស្សាចាស់មានការចេះដឹងធម៌វិន័យសមគួរនឹងគ្រប់គ្រងព្រះភិក្ខុសាមណេរជំនួសលោកបានតើប្រកល់ព្រះអារាមឲ្យខ្ញុំហើយព្រះអង្គលោកក៏លានិមន្តចារឹកទៅកាលបានទទួលការប្រកល់នេតិហើយខ្ញុំក៏តាំងបរិហារឲ្យល្អិតមកក្នុងការគ្រប់គ្រងអ្នកនៅក្រោមបង្គាប់ខ្ញុំបានលាតត្រដាងមេត្តាករុណានិងសេចក្តីយុត្តិធម៌ទុកជាមូលដ្ឋានរបស់ចិត្តប្រកាន់សេចក្តីត្រឹមត្រូវជាគោលលើកដំកើងអ្នកដែលគួរលើកដំកើងតេះដៀលអ្នកដែលគួរតេះដៀលមិនលំអៀងចូលខាងនោះចេញខាងនេះព្រោះស្រឡាញ់ព្រោះស្អប់ព្រោះខ្លាចឬព្រោះល្ងងខ្លៅខ្ញុំបានសង្កេតឃើញថាអ្នកតូចក្រោមការគ្រប់គ្រងរបស់ខ្ញុំមានពីរប្រភេទទី1ជាអ្នកមានសមត្ថភាពព្យាយាមយកល្អដោយការងារប្រភេទទី2ជាអ្នកគ្មានសមត្ថភាពព្យាយាមយកល្អដោយគប់គួរដោយការអែបអរប្រចបប្រចែងទាំងពីរពួកនេះច្រើនជាសត្រូវនឹងគ្នាអ្នកធំដែលអន់ទុនខ្សោយច្រើនលំអៀងចូលខាងពួកប្រចបប្រចែងប្រងើយកន្តើយចំពោះពួកការងារធ្វើឲ្យពួកការងារអស់កម្លាំងចិត្តក្នុងការធ្វើការងារកាលបើដូច្នោះសាមគ្គីធម៌ក៏រលំរលាយគណៈទ្រុឌទ្រោមអ្នកធំប្រៀបដូចបង្គោលអ្នកតូចប្រៀបដូចគោច្រើនដែលចងទុកនឹងបង្គោលបើបង្គោលមិនរឹងប៉ឹងមាំមួនគោទាញរហូតដួលសណ្ដកកាលបង្គោលដួលសណ្ដកគោក៏បែកគ្នារប៉ាត់របាយបង្គោលគឺអ្នកធំអាចនឹងរឹងមាំគង់វង្សព្រោះអាស្រ័យយុត្តិធម៌ជាសំខាន់ប្រកាន់ផលការងារជាគោលពិចារណាសេចក្តីត្រឹមត្រូវមិនមែនសេចក្តីប្រចបប្រចែងអែបអបលោកអ្នកស្ដាប់ជាទីមេត្រីអ្នកធំដែលខ្វះមេត្តាជាមូលដ្ឋានរបស់ចិត្តច្រើនកាចសាហាយធ្វើទុកបុកម្នេញចំពោះអ្នកតូចប្រើការជេរដៀលវាយដំជាឧបករណ៍ធ្វើឲ្យអ្នកតូចខ្លោបខ្លាចជាងសេចក្តីគោរពក្នុងសេចក្តីខ្លាចនោះមានសេចក្តីស្អប់កប់នៅជាមួយផងអ្នកតូចធ្វើតាមតែចំពោះមុខកំបាំងមុខគេនឹងនិន្ទាបើបែកឃ្លាតទៅឬស្លាប់បាត់ទៅគេនឹងអនុមោទនាត្រេកអរថាទៅស្រឡះទៅចុះអ្នកធំដែលខ្វះករុណាជាមូលដ្ឋានរបស់ចិត្តច្រើនជាមនុស្សកំណាញ់បានបច្ច័យលាភផលអ្វីមកក៏សំលាក់ຕົកចំពោះតែខ្លួនឯងមិនបែងចែកគ្នាអ្នកធំធ្វើដូច្នេះมันអាចបណ្ដោះសេចក្តីស្រឡាញ់ឲ្យកើតក្នុងចិត្តរបស់អ្នកតូចបានអ្នកធំដែលខ្វះមុទិតាជាមូលដ្ឋានរបស់ចិត្តច្រើនតែជាមនុស្សច្រណែនរិស្យាมันលើកដំកើងឲ្យតម្លៃសេចក្តីល្អប្រសើររបស់អ្នកតូចខ្លាចគេខ្ពស់មុខខ្ពស់មាត់ឬកាត់មុខកាត់មាត់ខ្លួនរោគផ្លូវទំលាយបំផ្លាញរាំងរាការអ្នកតូចបានល្អអ្នកធំដូច្នេះឈ្មោះថាបង្ក្រិនជំទាស់សេចក្តីចម្រើនរបស់អ្នកតូចអ្នកធំដែលខ្វះឧបេក្ខាជាមូលដ្ឋានរបស់ចិត្តច្រើនតែជាមនុស្សក្លែងក្លងធ្ងន់ម្ខាងប្រោសប្រានចំពោះអ្នកតូចដែលរូបល្អមានអាមិសឬវត្ថុឲ្យខ្លួនច្រើនឬមានឥទ្ធិពលផ្លូវដតីពូកែប្រចបប្រចែងអែបអបសូម្បីពួកនេះធ្វើខុសក៏ធ្វើជាមិនដឹងបើធ្វើល្អត្រឹមបន្តិចក៏លើកដំកើងសរសើរអ្នកធំដូច្នេះប្រៀបដូចបង្គោលដែលដោតនៅលើពំនូកខ្សាច់
លោកអ្នកស្ដាប់ទាំងឡាយក្នុងការបរិហាពួកគណៈជំនួសព្រះមហាថេរៈខ្ញុំខំតាំងខ្លួនទុកក្នុងមេត្តាស្រឡាញ់អ្នកតូចដោយកូនចៅករណាអាណិតសង្គ្រោះដោយបច្ច័យលាភតាមមានតាមបានមុទិតាត្រេកអរសរសើរអ្នកតូចដែលបានល្អអបបែកខាទុកដាក់ខ្លួនជាកណ្ដាលអាស្រ័យយុត្តិធម៌ជាគោលអ្នកតូចស្រឡាញ់គោរពទាំងចំពោះមុខខ្ញុំនិងកំបាំងមុខប្រតិបត្តិតាមអាវាតរបស់ខ្ញុំដោយសេចក្តីពេញចិត្តសាមគ្គីមូលមិត្តគ្នាដោយល្អញ៉ាំងការងារឲ្យសម្រេចយ៉ាងរៀបរយរៀងរៀបមកក្នុងថ្ងៃធម្មសវណៈខ្ញុំត្រូវសម្ដែងធម៌ចំពោះពុទ្ធបរិស័ទជំនួសព្រះថេរៈអាស្រ័យខ្លួនជាអ្នកចេះដឹងនៅធម៌និងយល់ក្នុងវិធីទេសនាខ្លះតើបមានប្រជាជននិយមចូលចិត្តក្នុងធម៌ទេសនារបស់ខ្ញុំច្រើនចំនួនពុទ្ធបរិស័ទដែលមកស្ដាប់ទេចេះតែកាន់ថែមឡើងរាល់ថ្ងៃក្នុងមិនយូរកតគុណរបស់ខ្ញុំក៏លាន់ឮខ្ជោគខ្ចាយផ្សាយទូទៅពេញក្រុងរាជក្រឹសការឈ្មោះសំឡេងល្បីល្បាញហើយលៀបយសក៏ហូរតាមមកបច្ច័យ4មានអាហារជាដើមផ្ដើមហូរកើតកើនចម្រើនឡើងចំពោះខ្ញុំតែខ្ញុំមិនបានស្រវឹងវង្វេងជាប់នៅនឹងវត្ថុធាតុទាំងនោះទេខ្ញុំយកទុកតែល្មមឆាន់មួយឆ្អែតក្នុងមួយថ្ងៃហើយក៏ចែកចាយដល់ភិក្ខុសាមណេរទូទៅខ្ញុំកាន់ឧត្តមគតិថាស៊ីល្មមឲ្យតែត្រឹមជីវិតរស់នៅនិងរស់នៅដើម្បីប្រព្រឹត្តសេចក្តីល្អនិងធ្វើការងារប៉ុណ្ណោះថ្ងៃយប់កន្លងទៅតាមលំដាប់ខ្ញុំអាស្រ័យក្នុងព្រះវេលុវនារាមប្រកបដោយសេចក្តីសុខក្សេមក្សាន្តទាំងកាយចិត្តទីកន្លែងអាកាសនិងមនុស្សក្នុងព្រះវេលុវ័នជាទីត្រូវអធ្យាស្រ័យរបស់ខ្ញុំពន់ពេកខ្ញុំតាំងចិត្តនឹងនៅក្នុងព្រះវេលុវ័នឲ្យយូរលង់ទៅទៀតឬក៏នៅរហូតអវសានជីវិតខ្ញុំនៅបរិហាគណៈសង្ឃនិងព្រានប្រដៅតទៅនៅក្នុងព្រះវេលុវនារាមនោះឯងការងារដើម្បីប្រយោជន៍រួមរបស់ខ្ញុំបានសម្រេចផលយ៉ាងល្អក្រៃលែងជនជាអនេកបានត្រូវនាំចេញจากសេចក្តីងងឹតគឺមោហៈទៅកាន់ដែននៃសេចក្តីភ្លឺស្វាងគឺបញ្ញាจากការប្រឡាក់ស្មោកគ្រោកដោយអកុសលទៅកាន់ដែនដ៏ស្អាតបរិសុទ្ធគឺកុសលខ្លួនខ្ញុំដូចជាដួងប្រទីបដ៏រុងរឿងសម្រាប់បំភ្លឺផ្លូវជីវិតនៃអ្នកនគររាជក្រឹសនិងមគធរដ្ឋប្រយោជន៍ដែលខ្ញុំបានធ្វើឲ្យដល់ពលលោកមានច្រើនលើសកណនីតែការងារដើម្បីប្រយោជន៍រួមនេះឯងបានក្លាយជាកំពែងមហិមារារាំងខាំងខ្ញុំទុកមិនឲ្យមានឱកាសបំពេញព្យាយាមដើម្បីសម្រេចមគ្គផលដែលជាចំណុចខ្ពស់បំផុតក្នុងព្រះពុទ្ធសាសនានៅលអាងសករៈខាតោលោកអ្នកស្ដាប់ទាំងឡាយរវាងដែលនៅក្នុងព្រះវេលុវនារាមបានមានហេតុការណ៍ច្រើនយ៉ាងឯខ្ញុំក៏មានចំណែកចូលទៅតាក់ទងផងនឹងនាំមកនិយាយឲ្យស្ដាប់ចំពោះរឿងខ្លះល្មមជាគ្រឿងប្រដាប់សតិបញ្ញាថ្ងៃមួយខ្ញុំបានឡើងទៅធ្វើការសម្ងាត់សតិអារម្មណ៍នៅនាលអាងសករៈខាតាភ្នំកិច្ចកោតគឺភ្នំមានសន្តានដោយក្បាលថ្មាតលើភ្នំនេះមានលអាងឈ្មោះសករៈខាតាជាលអាងជ្រៅមានប្រវត្តិថាពីដើមមាត់លអាងនោះមានដីបិទជិតគ្មាននរណាដឹងថាជាលអាងថ្ងៃមួយសករៈជ្រូកមកឈ្មោះដីត្រង់នោះគ្រាតមកភ្លៀងច្រោះដីស្នាមនៃលអាងក៏ប្រកាសឡើងនាយព្រានម្នាក់បានសង្កេតឃើញក៏សន្និដ្ឋានថាប្រហែលជាលអាងរោគសេចក្តីស្ងប់ស្ងាត់នៃអ្នកមានសិលក្នុងកាលមុនតើបនាំយកដីចេញតាក់តែងបរិវេណរៀបចំឲ្យសមរម្យហើយថ្វាយដល់ព្រះដ៏មានព្រះភិក្ខលអាងនោះឈ្មោះសករៈខាតាដែលជ្រូកឈ្មោះតាំងពីគ្រានោះមកខ្ញុំចូលចិត្តកន្លែងនោះណាស់ព្រោះជាទីស្ងាត់ស្ងៀមសមដល់ការបំពេញព្យាយាមក្រៃលែងជាងនោះការយើងឈរនៅមាត់លអាងហើយសម្លឹងមើលមកខាងក្រោមនឹងបានឃើញអគារសំណង់ផ្លូវនិងមនុស្សដើរទៅមកក្នុងផ្លូវនៃក្រុងរាជក្រឹសបានយ៉ាងច្បាស់លាស់របស់ទាំងនេះការសម្លឹងមើលពីទីខ្ពស់ដូច្នោះនឹងឃើញជារបស់តូចៗដូចរបស់ក្មេងលេងខ្ញុំចូលចិត្តសម្លឹងមើលភាពដូច្នោះព្រោះវាធ្វើឲ្យឃើញមនុស្សជាសត្វលោកនិងឃើញអគារផ្ទះសម្បែងទាំងនោះក្នុងឋានៈជាគ្រឿងលេងរបស់ពលលោកថ្ងៃជ្រេបន្តិចនៃថ្ងៃមួយខណៈដែលកំពុងអង្គុយសម្រាកនៅនាលានថ្មជិតមាត់លអាងខ្ញុំសង្កេតឃើញស្ត្រីក្រមុំម្នាក់កំពុងឡើងដើរឡើងភ្នំមកអំពីចម្ងាយនាងឡើងមកតាមផ្លូវចង្អៀតចោះជើងមនុស្សតែម្នាក់
มันประกอบថាមាននរណាមកជាមួយផងឡើយធ្វើឲ្យខ្ញុំនឹកសង្ស័យថានាងជានរណាទៅណាមកណាតែម្នាក់ឯងដើម្បីអ្វីខ្ញុំអង្គុយរងចាំមើលដោយអាការៈស្ងប់ស្ត្រីចម្លែកនោះចេះតែឡើងមកដោយមិនឈប់សម្រាកដែលខ្ញុំមើលទៅឃើញថានាងហត់នឿយណាស់ការឡើងមកដល់លានថ្មក្រោមម្លប់ឈើឆ្ងាយពីកន្លែងដែលខ្ញុំអង្គុយទៅខាងក្រោមបន្តិចនាងបានអង្គុយសម្រាកនាងផ្អែកខ្នងនឹងដើមឈើធំហើយក៏សណ្ដូកជើងទៅខាងមុខសូម្បីមុខរបស់នាងក្រៀមក្រំមួមងតូតទឹកជោកដោយញើសក៏នៅមានពន្លឺសម្រស់លំអបង្ហាញឲ្យឃើញថានាងជានារីល្អឆើតម្នាក់មិនចាញ់នារីឆើតឆាយដែលខ្ញុំធ្លាប់ប្រទះមកហើយលក្ខណៈទំនងដំណើរពណ៌សម្បុរនិងគ្រឿងតាក់តែងកាយសម្ដែងឲ្យឃើញថានាងមិនមែនជាមនុស្សជន់ទាបក្នុងវេលានោះនាងក្រមុំចម្លែកនោះមិនទាន់ឃើញខ្ញុំបើនាងឃើញខ្ញុំនឹងឃើញថាខ្ញុំកំពុងសម្លឹងមើលនាងប្រហែលជាអៀនខ្មាស់ខ្ញុំហើយមើលទៅខ្ញុំទៅបែរមុខទៅទិសដតីខ្លែងជាមិនឃើញនាងមួយសន្ទុះខ្ញុំក៏បែរមកមើលនាងទៀតម្ដងនេះខ្ញុំបានទទួលសេចក្តីងឿងឆ្ងល់ប្លែកក្នុងចិត្តការឃើញនាងក្រមុំនោះកំពុងយំយ៉ាងគួរអាណិតពន់ពេកសម្ដែងឲ្យឃើញសេចក្តីចុកសៀតចង្អៀតចង្អល់ណាមួយតាមប្រក្រតីខ្ញុំជាមនុស្សពេញប្រៀបដោយករុណាការឃើញនរណាមានអាកប្បកិរិយាជាទុក្ខខ្ញុំមិនអាចអង្គុយមើលបំណាំបានច្រើនចូលទៅប្រស្រ័យសាកសួររឿងរ៉ាវផ្សេងរហូតដឹងរឿងរ៉ាវច្បាស់លាស់ហើយក៏រកផ្លូវជួយសង្គ្រោះដោយវត្ថុខ្លះដោយធម៌ខ្លះតាមសមគួរលោកអ្នកស្ដាប់ភាពដែលនៅខាងមុខខ្ញុំខណៈនេះធ្វើឲ្យខ្ញុំកើតសេចក្តីអាណិតយ៉ាងខ្លាំងកាលមិនអាចទ្រាំអង្គុយស្ងៀមបានទើបខ្ញុំក្រហែមឡើងតិចដើម្បីជាសញ្ញាឲ្យនាងក្រមុំនោះដឹងថាក្នុងបរិវេណនោះមិនមែនមានតែនាងម្នាក់ឯងទេនាងបែរមករកខ្ញុំភ្លាមលើកជាយសម្ពុតជូតទឹកភ្នែកខណៈដែលនាងកំពុងភាំងនោះឯងខ្ញុំក៏ដើរចុះទៅឈរនៅក្នុងរយៈឆ្ងាយពីនាងប្រមាណ2 ម៉ែត្រហើយក៏ផ្ដើមសួរនាងម៉ានីលកុលធីតានាងមានធុរៈសំខាន់អ្វីទីណាទើបឧស្សាហ៍ឡើងភ្នំមកតែម្នាក់ឯងដូច្នេះផ្ទុយពីឆ្លើយចំពោះសំណួររបស់ខ្ញុំនាងក្រមុំបែរជាយំខ្សឹកខ្សួលខ្លាំងឡើងតើបខ្ញុំនិយាយតទៅកុលធីតាអើយនាងប្រហែលមានຕົកចុកណែនអ្វីមួយយ៉ាងហើយនាងអាចកំពុងទៅសម្លាប់ខ្លួនទេដឹងត្រូវហើយខ្ញុំករណានឹងទៅលោតសម្លាប់ខ្លួននាងក្រមុំឆ្លើយភ្លាមសំឡងមើលខ្ញុំដោយនឹកចម្លែកក្នុងចិត្តដែលខ្ញុំទាយគោលបំណងរបស់នាងត្រូវព្រោះมันអាចធន់ទ្រាំចំពោះសេចក្តីទុក្ខរបស់ជីវិតនេះបានទុក្ខរបស់នាងធំណាស់ហើយមើលទៅសូមនិយាយឲ្យអាត្មាស្ដាប់ផងចុះរឿងរ៉ាវយ៉ាងដូចម្ដេចអាត្មាដូចជាអាណិតនឹងឃើញចិត្តឃើញថ្លើមនាងណាស់នាងក្រមុំបាននិយាយរឿងរ៉ាវរបស់ខ្លួនឲ្យខ្ញុំស្ដាប់ដោយទឹកភ្នែកថាទុក្ខរបស់នាងកើតពីសេចក្តីថ្លោះខុសបំណងក្នុងរឿងស្នេហាកាលមុននេះមិនយូរមាតាបិតារបស់នាងបានបង្គាប់ឲ្យនាងរៀបការនឹងព្រាហ្មណ៍ចាស់ស្ដុកស្ដំម្នាក់តែនាងមិនព្រមទៅប្រត់ទៅរកប្រុសកំឡោះម្នាក់ដែលនាងស្រឡាញ់តែនាងក៏បានជួបប្រទះនឹងសេចក្តីខុសសង្ឃឹមព្រោះបរិះកំឡោះនោះបានរៀបការនឹងស្ត្រីដទៃទៅហើយមុនដែលនាងទៅដល់ត្រឹម1ថ្ងៃប៉ុណ្ណោះនាងមិនព្រមត្រឡប់ទៅផ្ទះរបស់ខ្លួនព្រោះសេចក្តីខូចចិត្តចេះតែដើរពនេចរទៅយ៉ាងមនុស្សដែលប្រសិទ្ធសតិអស់វេលាដល់3ថ្ងៃកាលមិនអាចទ្រាំចំពោះសេចក្តីទុក្ខតឹងចិត្តឆ្អិតទ្រូងបានតើបកាត់ចិត្តនឹងលោតទៅក្នុងជ្រោះសម្លាប់ខ្លួនរឿងរបស់នាងជារឿងដែលគួរឃើញចិត្តច្រើនខ្ញុំនិយាយការស្ដាប់រឿងរបស់ស្ត្រីក្រមុំចប់ហើយនរណាក៏ដោយបើធ្លាក់ទៅក្នុងភវៈដូចនាងក៏គង់នឹងកាត់ចិត្តសម្លាប់ជីវិតដូចយ៉ាងនាងទុក្ខកាយជារឿងដែលល្មមអត់ទ្រាំបានតែទុក្ខចិត្តទ្រាំបានដោយលំបាកណាស់វិធីកែទុក្ខចិត្តមាន2ប៉ុណ្ណោះគឺសម្លាប់ខ្លួនឲ្យស្លាប់ស្រឡះទៅនិងអត់ទ្រាំទាល់តែទុក្ខនោះរលត់មនុស្សជាច្រើនបានជ្រើសរើសយកវិធីសម្លាប់ខ្លួនតែដែលជ្រើសរើសយកវិធីអត់ធន់ក៏មានមិនតិចដែរតើនាងជ្រើសរើសយកវិធីណាជ្រើសរើសយកវិធីស្លាប់នាងក្រមុំឆ្លើយយ៉ាងដាច់ខាតនាងជឿពិតឬថាការនាងស្លាប់ហើយនឹងរួចចាក់ទុក្ខខ្ញុំជឿយ៉ាងនោះនាងក្រមុំឆ្លើយយ៉ាងមិនប្រកបក្នុងចិត្តនាងចូលចិត្តខុសហើយនាងកំពុងនឹងបំភ្លេចបំផ្លាញខ្លួនឯងដោយសេចក្តីយល់ខុស
ตกរបស់នាងមិនបាននៅត្រង់ជើងដៃទ្រូងស្មាបេះដូងលោលាក្បាលឬផ្នែកណាមួយរបស់រាងកាយតែនៅនឹងចិត្តរាងកាយត្រឹមតែជារបស់គ្រោកគ្រាតមិនដឹងរឿងរ៉ាវអ្វីទាំងអស់ចិត្តទេតាជាអ្នកទទួលទុកការរាងកាយស្លាប់ចិត្តនៅមានការចាប់កំណើតកើតទៀតអាចនាំយកសេចក្តីសុខសេចក្តីទុក្ខដូច្នោះសេចក្តីស្លាប់ទៅមិនមែនទីបំផុតរបស់សុខឬទុក្ខសេចក្តីសៅមងឬសេចក្តីបរិសុទ្ធទៅជាមួយផងបានការសម្លាប់ខ្លួនដោយការទម្លារាងកាយដែលមិនដឹងរឿងរ៉ាវអ្វីឡើយឲ្យស្លាប់ទៅយ៉ាងឥតប្រយោជន៍ការសម្លាប់ខ្លួនដើម្បីឲ្យរួចចាក់ទុកជាការកែឬរំដោះទុកខុសទំនងដោយបរោះម្នាក់ត្រូវគេជេរស្ដីការសេចក្តីឈឺចាប់ចិត្តក្តៅក្រហាយចង់រួចចាក់ទុកក៏យកភ្លើងទៅដុតផ្ទះរបស់ខ្លួនតើតែផ្ទះឆេះខ្ទេចខ្ទីការដេះផ្ទះមិនដឹងរឿងរ៉ាវអ្វីដោយខ្លាយជាធ្យូងជាផេះទៅហើយគេរួចចាក់ទុកឬទេគេបែរជាមានទុកធ្ងន់ឡើងព្រោះទុកមិនមែននៅនឹងផ្ទះសម្បែងតែទុកនៅក្នុងចិត្តរបស់គេនោះឯងដូច្នោះការចិត្តកើតទុកត្រូវកែត្រង់ចិត្តកុំទៅទម្លារាងកាយដែលមិនដឹងរឿងរ៉ាវអ្វីផងការសង្កេតឃើញស្ត្រីក្រមុំនៅអង្គុយស្ងៀមខ្ញុំក៏សួរឡើងថាកុលធីតាកាលសេចក្តីស្លាប់មិនអាចធ្វើឲ្យនាងរួចចាក់ទុកបានដូច្នេះហើយការសម្លាប់ខ្លួនឯងក៏គ្មានប្រយោជន៍គួរស្ដាយណាស់ដែលនាងមកសម្លាប់ខ្លួនដូច្នេះអត់ទ្រាំតទៅទៀតមិនបានឬអត់ទ្រាំមិនបានទេនាងក្រមុំឆ្លើយយ៉ាងល្វើយនាងជួបទុកធ្ងន់នេះមកជាវេលាប៉ុន្មានថ្ងៃហើយ3ថ្ងៃហើយនាងប្រាប់ថាអត់ទ្រាំមិនបានតែនាងក៏អត់ទ្រាំបាន3ថ្ងៃមកហើយបើនាងអត់ធ្មត់សង្កត់ចិត្តតទៅ3ថ្ងៃទៀតទុករបស់នាងក៏នឹងសន្សឹមថយចុះហើយក្នុងទីបំផុតក៏នឹងបាត់ទៅឯងលោកគ្រាន់តែនិយាយយ៉ាងនោះនរណាក៏អាចនិយាយបានដែរនាងក្រមុំប្រកែកខ្ញុំអត់ទ្រាំ3ថ្ងៃក៏សឹងមិនបានទៅហើយសេចក្តីទុករបស់ខ្ញុំគ្មានផ្លូវនឹងថយចុះទេមានតែការធ្វេសថែមឡើងខ្ញុំជឿថាមិនមានថ្ងៃស្រុតស្រកថយចុះជាដាច់ខាតកុលធីតាអើយក្មេងនៅវ័យខ្ចីនឹងដឹងក្តីតិចទៅកើនមកទាន់លោកត្រឹមរយៈវេលាដ៏ខ្លីកាលឃើញព្រះអាទិត្យរះលេចឡើងលើផ្ទៃពិភពលោកហើយសន្សំខ្ពស់ឡើងទៅក្នុងផ្ទៃមេឃជាមួយនឹងការបញ្ចេញរស្មីក្តៅឡើងគ្រប់ខណៈក៏តក់ស្លុតរន្ធត់ខ្លាចប្រយល់ថាព្រះអាទិត្យនឹងខ្ពស់ឡើងទៅមិនឈប់ឈរมันមានវេលានឹងចុះទាបរស្មីដ៏ក្តៅក៏មុខជាបន្ថែមឡើងរហូតអ្វីក្នុងលោកនឹងត្រូវឆេះខ្ទេចខ្ទីជាធូលីអស់មិនខានកាលក្មេងនោះកើតសេចក្តីភ័យខ្លាចចំពោះព្រះអាទិត្យហើយក៏រកផ្លូវចេញទៅដោយការសម្លាប់ខ្លួនឲ្យស្លាប់ជាមុនយ៉ាងនេះគួរឲ្យស្ដាយនិងគួរឲ្យអាណិតសង្វេគព្រោះបើវាអត់ទ្រាំតទៅទៀតបន្តិចវានឹងជួបថាកាលព្រះអាទិត្យឡើងដល់កម្រិតខ្ពស់បំផុតពាក់កណ្ដាលមេឃហើយក៏សន្សឹមជ្រេតទេទៀបចុះរស្មីក៏សន្សឹមអន់ខ្សោយទៅរហូតក្នុងទីបំផុតក៏លេចលឹបបាត់ទៅក្នុងជើងមេឃគំនិតដែលគេគិតស្មានថានឹងត្រូវកម្ដៅព្រះអាទិត្យដុតបំផ្លាញឲ្យស្លាប់នោះក៏មិនកើតឡើងគេសាងទុកសោកឡើងបញ្ឆោតខ្លួនឯងពិតកុលធីតាអើយព្រះអាទិត្យយ៉ាងណាខ្លួនរបស់នាងក៏យ៉ាងនោះនាងអត់ទ្រាំ3ថ្ងៃមកហើយតែនៅមិនឃើញថាទុកស្រុតស្រកធូរថយសោះនោះក៏ព្រោះវានៅមិនទាន់ឡើងដល់ចំណុចខ្ពស់បំផុតរបស់វាដោយព្រះអាទិត្យដែលមិនតាន់ត្រង់ដោយព្រះច័ន្ទដែលមិនទាន់ពេញវងតែក្នុងមិនយូរក៏នឹងដល់ចំណុចខ្ពស់បំផុតហើយក៏ផ្ដើមខ្សោយចុះដោយព្រះអាទិត្យក្នុងវេលារសៀលឬដោយព្រះច័ន្ទខាងរនោចដោយខ្សែទឹកចុងរដូវភ្លៀងកុលធីតាអើយចូលជ្រាបសេចក្តីពិតចុះថាអ្វីគ្រប់យ៉ាងគ្រប់ប្រការមិនថាជាវត្ថុឬនាមធម៌ការកើតឡើងនឹងចម្រើនឡើងខ្ពស់បំផុតហើយរមែងទ្រុឌទ្រោមរញោមចុះនិងរលត់រលាយបាត់ទៅក្នុងទីបំផុតនេះគឺគោលនៃសេចក្តីពិតក្នុងធម្មជាតិដែលគ្មានអ្វីរាំងរាបានយើងទាំងពីរនាក់ដែលកំពុងសន្ទនាគ្នានេះមិនប៉ុន្មានឆ្នាំទៀតក៏នឹងរលាយជាផេះបន្ថែមបរិវេណផែនដីនគររាជក្រឹសដ៏រុងរឿងនេះថ្ងៃណាមួយទៅអនាគតក៏នឹងคล้ายជាព្រៃលំនៅរបស់តុនសាយតុនសងប្រះរមាំងព្រោះការកើតនិងការរលត់ជាគូនឹងគ្នាកាលមានកើតក៏រមែងមានស្លាប់
របស់ណាមានកើតរបស់នោះត្រូវមានរលត់ដូចគ្នាទាំងអស់ផ្សេងគ្នាតែត្រង់ឆាប់នឹងយូរប៉ុណ្ណោះរបស់ខ្លះកើតហើយឆាប់រលត់របស់ខ្លះកើតហើយមិនងាយរលត់តែទោះយូរត្រឹមណាក៏ត្រូវរលត់ទៅក្នុងទីបំផុតក៏ទីដាអាត្មាខ្លួនឯងក៏ជួបប្រទះទុកបែបដូចនាងដែរកាលនៅក្រុងសាវត្ថីអាត្មាកើតសេចក្តីស្រឡាញ់និងមានសេចក្តីសង្ឃឹមមាំក្នុងកុលស្ត្រីម្នាក់តមកមានប្រុសដតីមកប្រណាំងប្រជែងដណ្ដើមយកនាងទៅពីអាត្មាទុកដ៏ធំក្រៃលែងបានកាត់ឡើងសង្កត់សង្កិនចិត្តអាត្មាស្ទើរទ្រាំមិនបានអាត្មាបានគេចចេញจากក្រុងសាវត្ថីធ្វើពណេចរដោយគ្មានគោលដៅអាស្រ័យសេចក្តីអត់ធន់និងបានជួបប្រទះហេតុការណ៍ផ្សេងក្នុងការធ្វើដំណើរដ៏វែងឆ្ងាយនិងយូរយារទុករបស់អាត្មាក៏សន្សឹមបាត់ទៅសូម្បីមិនបាត់រលីងក៏ធ្វើឲ្យសប្បាយចិត្តច្រើនឡើងកុលធីតាអើយទុករបស់នាងជាទុកធំតើបងំយូរមិនងាយរលត់តែនឹងត្រូវរលារលត់បាត់ទៅយ៉ាងពិតប្រាកដដូច្នោះនាងមិនបាច់ធ្វើអ្វីទាំងអស់គ្រាន់តែអត់សង្កត់ចិត្តសិនប៉ុណ្ណោះរងរហូតដល់ទុករបស់នាងនឹងដល់ចំណុចរលត់តអំពីនោះនាងក៏សប្បាយចិត្តដូចដើមតម្រាំទុករបស់ខ្ញុំរលារលត់ខ្ញុំមកជាបែកទ្រូងស្លាប់ប៉ុណ្ណោះស្ត្រីក្រមុំជជែកឡើងក្រោយពីអង្គុយស្ដាប់ខ្ញុំមកជាយូរអាត្មាកើតមកក្នុងលោកជាង30ឆ្នាំហើយក៏មិនធ្លាប់ឃើញនិងមិនធ្លាប់បានឮថាមាននរណាស្លាប់ព្រោះបែកទ្រូងស្លាប់ឯងនោះទេតែដែលស្លាប់ព្រោះម្ចាស់ខ្លួនយកសាស្ត្រាវុធទំលាយឲ្យវាបែកនោះធ្លាប់ឃើញមានច្រើនដែរដូច្នោះអាត្មាសូមធានាថាទ្រូងរបស់នាងប្រកាសជាមិនបែកទេហើយនាងក៏គ្មានថ្ងៃស្លាប់ព្រោះបែកទ្រូងដែរវាតែនាងចាក់ទំលាយវាឲ្យធ្លាយប៉ុណ្ណោះលោកអ្នកស្ដាប់ទាំងឡាយកាលខ្ញុំនិយាយមកដល់ត្រង់នេះនាងក្រមុំដែលក្រៀមក្រំងុំដោយទុកហាក់ដូចជាបានស្មារតីមកវិញខ្លះនាងនិយាយរាយការណ៍ប្រាប់ទុករបស់នាងចំពោះខ្ញុំខូចចិត្តឆ្អិតទ្រូងលើសលប់រហូតឃើញថាជីវិតនេះជារបស់ឥតតម្លៃខ្ញុំដូចជាស្លាប់ទៅហើយពាក់កណ្ដាលនៅសល់តែរាងកាយនិងដង្ហើមចេញចូលប៉ុណ្ណោះកុលធីតាអើយហេតុដែលនាងខូចចិត្តច្រើននោះក៏ព្រោះនាងមិនយល់ធម៌អនិច្ចំទើបសម្លឹងមើលឃើញរបស់ផ្សេងក្នុងផ្នែកល្អតែម្យ៉ាងប្រកល់សេចក្តីទុកចិត្តសេចក្តីស្រឡាញ់សេចក្តីសង្ឃឹមទុកក្នុងរបស់ណាមួយឬបុគ្គលណាម្នាក់ការរបស់នោះឬបុគ្គលនោះសំដែងសេចក្តីមិនទៀងចេញមកតាមកាលវេលារបស់វានាងក៏ខកបំណងខូចចិត្តកើតទុកងុំសណ្ដំអារាដោយវេលានេះសន្មតថានាងមានប្រាក់100កហបណៈហើយយកទៅផ្ញើនឹងមិត្តប្រុស25កហបណៈនិងប្អូន25កហបណៈជាមួយនឹងមិត្តស្រី25កហបណៈនិងបង25កហបណៈបើសិនជាមិត្តប្រុសវាយវេយកប្រាក់របស់នាងទៅនាងក៏អស់ត្រឹម25កហបណៈ75កហបណៈទៀតដែលនៅសល់បើសន្មតថាមិត្តស្រីបោកយកទៅទៀត25កហបណៈនាងក៏នៅសល់50កហបណៈដែរបើបងប្រុសបោកយកទៅ25កហបណៈនាងក៏នៅសល់នឹងប្អូន25កហបណៈតែកាលប្អូនស្រីយកទៅទៀតនោះនាងទៅសូនអស់ទ្រព្យរលីងតែការដែលមនុស្សទាំង4នាក់ធ្វើការបោកបញ្ឆោតយកប្រាក់ទៅព្រមគ្នានោះជារឿងដែលមិនអាចប្រព្រឹត្តទៅបានការផ្ញើប្រាក់បែបនេះជាវិធីឆ្លាតបើនាងយកប្រាក់ទាំង100កហបណៈទៅផ្ញើតែនឹងមនុស្សតែម្នាក់បើគេវាយវេយកទៅបាត់នាងក៏ត្រូវខូចខាតប្រាក់ទាំង100កហបណៈព្រមគ្នាតែម្ដងដោយជាការខូចខាតដែលគួរឲ្យស្ដាយជាវិធីការដែលមិនឆ្លាតឡើយកុលធីតាទឹកចិត្តរបស់នាងក៏ដូចគ្នាដែរបើនាងយកទឹកចិត្តទាំងមូលប្រគល់ឲ្យនរណាម្នាក់បើគេមិនស្មោះត្រង់ចំពោះនាងក៏ខូចចិត្តទាំងមូលអស់សេចក្តីសុខអស់សេចក្តីសង្ឃឹមរស់នៅដូចមនុស្សគ្មានចិត្តដូចជារូបនាងនេះឯងផ្លូវដែលត្រូវនាងគួរបែងចែកចិត្តជាផ្នែកដូចបែងប្រាក់មួយចំណែកប្រគល់ឲ្យគូស្នេហាមួយចំណែកប្រគល់ឲ្យមាតាបិតាមួយចំណែកប្រគល់ឲ្យបងប្អូនមួយចំណែកប្រគល់ឲ្យមិត្តភក្តិមួយចំណែកប្រគល់ឲ្យពួកញាតិមួយចំណែកប្រគល់ឲ្យគ្រូអាចារ្យជាដើមសំដៅសេចក្តីថាឲ្យស្រឡាញ់គេបន្តិចសិនទៅបើគូស្រឡាញ់កើតទុរយសចំពោះយើងក៏កើតទុកខូចចិត្តតិចតែលុះជឿពិតឃើញពិតថា
គេស្មោះត្រង់ចំពោះយើងមែនសូមស្រឡាញ់គេដោយទឹកចិត្តទាំងមូលលោកនិយាយដូចជាថាទឹកចិត្តរបស់មនុស្សជាវត្ថុដែលនឹងបែងចែកចាយបានងាយៗយ៉ាងនោះឬសេចក្តីពិតមិនអាចធ្វើបានទេលោកមនុស្សយើងកាលបានស្រឡាញ់នរណាហើយពិបាកនឹងហាម5ទប់ចិត្តមិនឲ្យស្រឡាញ់ច្រើនបានបើយើងស្រឡាញ់គេតែបន្តិចបន្តួចគេក៏មិនពេញចិត្តនឹងយើងបើថាយើងមិនស្រឡាញ់គេពិតហើយសេចក្តីស្រឡាញ់នឹងរីករាយបានយ៉ាងណាស្ត្រីក្រមុំឲ្យហេតុផលជំទាស់ដោយមានមុខមាត់ស្រស់បោះច្រើនកុលធីតាអាត្មានឹងលើកតួយ៉ាងឲ្យស្ដាប់សន្មតថាមានចៅម្នាក់ចូលមកអាស្រ័យនៅក្នុងផ្ទះរបស់នាងដោយមានចេតនាអាក្រក់ចំពោះនាងនាងក៏ដឹងច្បាស់ថាគេជាចៅនិងមានចេតនាអាក្រក់ចំពោះនាងតែព្រោះអាស្រ័យដែលចៅនោះព្យាយាមធ្វើសេចក្តីល្អគ្រប់យ៉ាងដើម្បីឲ្យនាងស្រឡាញ់ដោយសង្ឃឹមថាការនាងស្រឡាញ់គេច្រើនហើយនឹងជាឱកាសឲ្យគេប្រទូស្រ័យនាងបានយ៉ាងក្រៃលែងឡើងតមកនាងក៏កើតសេចក្តីពេញចិត្តចំពោះគេព្រោះសេចក្តីល្អរបស់គេតែវេលាជាមួយគ្នាក៏នឹកក្រែងរឯងគេថាយ៉ាងនេះយ៉ាងនោះកាលបើយ៉ាងនេះនាងរមែងស្រឡាញ់គេត្រឹមបន្តិចបន្តួចប៉ុណ្ណោះมันអាចនឹងស្រឡាញ់គេយ៉ាងបំផុតចិត្តបានព្រោះនៅមិនទាន់ទំនុកចិត្តគេយ៉ាងនេះមែនឬទេមែននាងក្រមុំឆ្លើយទទួលហេតុម៉េចតើបមិនស្រឡាញ់គេឲ្យអស់ពីពោះពីពងខ្ញុំសួរតទៅព្រោះខ្ញុំក៏ដឹងច្បាស់ថាគេមានចេតនាអាក្រក់ចំពោះខ្ញុំការធ្វើល្អរបស់គេត្រឹមតែជាការក្លែងធ្វើដើម្បីបោកបញ្ឆោតខ្ញុំឲ្យស្លាប់ចិត្តបើកឱកាសឲ្យគេប្រទូសរាយខ្ញុំបានយ៉ាងងាយបំផុតខ្ញុំអាចនឹងនឹកពេញចិត្តចំពោះគេខ្លះក្នុងប្រការដែលគេធ្វើល្អចំពោះខ្ញុំតែមិនអាចនឹងស្រឡាញ់គេឲ្យដល់ទីបំផុតចិត្តទេព្រោះនៅសង្ស័យរឯងក្រែងប្រចាំចិត្តកុលធីតានេះក៏បង្ហាញឲ្យឃើញថាទឹកចិត្តជារបស់អាចបែងចែកបានយើងអាចនឹងស្រឡាញ់នរណាតិចក៏បានច្រើនក៏បានបើយើងសម្លឹងមនុស្សដែលយើងស្រឡាញ់ក្នុងគុណសម្បត្តិនិងគុណវិបត្តិយើងនឹងស្រឡាញ់គេត្រឹមបន្តិចបន្តួចស្រឡាញ់គេព្រោះឃើញក្នុងគុណសម្បត្តិរបស់គេនិងរឯងក្រែងគេព្រោះសម្លឹងគេក្នុងគុណវិបត្តិទោះបីគេមិនសម្ដែងគុណវិបត្តិមកឲ្យឃើញក៏ដោយអ្នកល្អិតល្អន់ក៏ត្រូវសម្លឹងគេក្នុងផ្លូវគុណវិបត្តិទុកដែរកាលគេសម្ដែងក្រឡាសាររបស់គេចេញមកយើងក៏មិនសូវខូចចិត្តឥតរំភើបអ្វីព្រោះជាបញ្ហាដែលយើងបានគៀតអានស្មានទុកហើយបើយើងសម្លឹងគេក្នុងផ្នែកល្អតែម្យ៉ាងយើងភ្លើតភ្លើនស្រឡាញ់គេយ៉ាងអស់ពីពោះពីពងកាលគេសម្ដែងបញ្ចេញផ្នែកអាក្រក់មកទៅនាំឲ្យខូចចិត្តច្រើនពុំបានគិតឡើយថាគេនឹងមិនពេញចិត្តយើងព្រោះយើងមិនស្រឡាញ់គេយើងស្រឡាញ់គេពិតៗតែថាស្រឡាញ់តិចទៅខ្លះទាំងនេះក៏ដើម្បីសេចក្តីរួចភ័យរបស់យើងកាលណាគេអាចពិសោធន៍ឲ្យឃើញបានដោយការប្រព្រឹត្តថាស្មោះត្រង់ចំពោះយើងពិតៗយើងក៏ព្រមស្រឡាញ់គេយ៉ាងពេញចិត្តប្រគល់ចិត្តទាំងអស់ឲ្យលោកអ្នកស្ដាប់ជាទីមេត្រីការនិយាយដល់ត្រង់នេះនាងក្រមុំក៏ផ្ដើមសម្លឹងមើលខ្ញុំដោយដួងភ្នែកសម្ដែងសេចក្តីទុកចិត្តនិងសេចក្តីគោរពរាប់អានច្រើនឡើងនាងនិយាយដោយសំឡេងច្បាស់លាស់ថាត្រូវណាស់ព្រះតេជគុណខ្ញុំភ្លើតភ្លើនទុកចិត្តគូស្រឡាញ់ណាស់ពេកទៅបានប្រកល់ជីវិតចិត្តទាំងអស់ឲ្យគេកាលគេក្បត់ទៅរៀបការនឹងស្ត្រីដតីបានជានាំឲ្យខូចចិត្តកើតទុក្ខធំកុលធីតាការភ្លាំងផ្លត់ខកបំណងរបស់នាងក្នុងគ្រានេះជាមេរៀនដ៏មានតម្លៃព្រានប្រដៅឲ្យនាងសម្លឹងមើលលោកទាំងពីរផ្លូវខ្ញុំព្រានប្រដៅតទៅគ្រប់យ៉ាងប្រការរមែងមានពីរផ្លូវជានិច្ចមានងងឹតត្រូវមានភ្លឺមានត្រជាក់ត្រូវមានក្តៅមានខ្ពស់ត្រូវមានទាបមានល្អត្រូវមានអាក្រក់មានសុខត្រូវមានទុក្ខមានឈ្នះត្រូវមានចាញ់មានសំបំណងមានខុសបំណងយើងត្រូវសម្លឹងឲ្យឃើញទាំងពីរផ្នែកបើមើលតែផ្នែកល្អតែម្យ៉ាងមិនប្រុងប្រៀបខ្លួនទុកទទួលផ្នែកអាក្រក់ផងការជួបប្រទះប៉ះទង្គិចក៏លិចលង់ក្នុងទុក្ខបើសម្លឹងមើលតែមួយចំណែកមិនត្រៀមខ្លួនទទួលផ្នែកល្អក៏មិនរួចខ្លួនទៀតអ្នកដែលលេងកីឡាត្រូវត្រៀមខ្លួនទទួលទាំងចាញ់និងឈ្នះអ្នកប្រឡងប្រណាំងប្រជែងត្រូវប្រុងប្រៀបទទួលការជាប់និងការធ្លាក់
អ្នកដែលប្រាថ្នាអ្វីត្រូវប្រុងប្រៀបទទួលទាំងការសំបំណងនិងខុសបំណងអ្នកមើលឃើញលោកទាំងពីរផ្លូវប្រុងប្រៀបរៀបខ្លួនគ្រប់កាលរមែងញញឹមជានិច្ចទាំងគ្រាចាញ់និងគ្រាឈ្នះទាំងគ្រាខុសបំណងនិងសំបំណងទាំងគ្រាសុខនិងទុក្ខមានចិត្តរឹងប៉ឹងមាំមួនរមែងបានប្រៀបគ្រប់កាលនិងគ្រប់ទីកន្លែងកុលធីតាអើយព្រោះនាងសម្លឹងមើលលោកក្នុងផ្នែកល្អតែម្យ៉ាងទៅត្រូវជួបប្រទះមហន្តទុក្ខក្នុងគ្រានេះតទៅនាងគួរសម្លឹងមើលលោកក្នុងផ្នែកទាំងពីរជានិច្ចគ្រានេះនាងបានដួលទៅហើយផ្លាត់ទៅហើយចូលប្រញាប់ក្រោកឡើងដើរតទៅទៀតកាលឃើញថាខ្លួនដួលហើយទៅជាដេកប្រងើយមិនក្រោកឡើងនោះមិនមែនជាអំពើឆ្លាតទេឥឡូវនេះហេតុផលបានវិលត្រឡប់មកកាន់ស្ត្រីក្រមុំបានយ៉ាងបរិបូរណ៍នាងក្រាបសំពះបាត់ជើងរបស់ខ្ញុំដោយសេចក្តីជ្រះថ្លាសទ្ធាហើយពោលថាព្រះគុណដ៏រុងរឿងដោយបញ្ញាពាក្យដឹកនាំរបស់ព្រះគុណម្ចាស់ចាប់ចិត្តច្បាស់លាស់ចំពោះខ្ញុំពន់ពេកដូចជាឱសថវិសេសជប់ជីវិតរបស់ខ្ញុំឲ្យរស់រានមានជីវិតឡើងវិញបើគ្មានព្រះគុណម្ចាស់ខ្ញុំនឹងស្លាប់ជាខ្មោចក្នុងជ្រោះភ្នំទៅហើយតាំងពីពេលនេះតទៅខ្ញុំនឹងមិនគិតធ្វើល្ងងដូចនេះទៀតនឹងកំណត់កត់ចាំពាក្យណែនាំរបស់ព្រះតេជគុណទុកនាំទៅព្រានប្រដៅអ្នកដែលធ្លាប់គិតសម្លាប់ខ្លួនឲ្យភ្លឺស្វាងដូចខ្ញុំម្ចាស់ដែរលោកអ្នកស្ដាប់ជាទីមេត្រីកាលបានទេសនាព្រានប្រដៅស្ត្រីក្រមុំឲ្យមានចិត្តមាំក្នុងហេតុផលល្អហើយនាងក្រមុំក៏លាខ្ញុំដោយចុះភ្នំត្រឡប់ទៅផ្ទះដោយអាការៈប្រក្រតីខ្ញុំត្រេកអររីករាយដែលបានជួយជីវិតមនុស្សម្នាក់ឲ្យរួចពីសេចក្តីស្លាប់ខ្ញុំត្រឡប់ទៅកាន់លាអាងសករៈខាតាហើយក៏ព្យាយាមភាវនាតទៅនន្ទានិងសរសើរលោកអ្នកស្ដាប់ជាទីមេត្រីទោះលាអាងសករៈខាតាលើភ្នំកិច្ចកោฏជាទីត្រូវអាស្រ័យរបស់ខ្ញុំត្រឹមណាខ្ញុំក៏មិនអាចនៅប្រចាំជានិច្ចបានព្រោះការតាក់ទងនឹងការបរិហារគ្រប់គ្រងពួកគណៈធ្វើឲ្យខ្ញុំវិលត្រឡប់ទៅកាន់វត្តព្រះវេលុវ័នវិញការបានទៅកណ្ដាលពួកគណៈដែលបាននៅរួមគ្នាដោយធម៌ស្រឡាញ់មូលមិត្តគ្នាដោយល្អគ្រប់មនុស្សសម្ដែងតែសេចក្តីល្អចំពោះគ្នាចាត់ថាជាសេចក្តីសុខមួយយ៉ាងការបាននៅជួបជុំក្នុងសង្គមឬគណៈទោះគ្រាខ្លះបានជួបប្រទះក្តីក្តៅក្រហាយរំខានខ្លះតែក្នុងផ្នែកជំរឿចិត្តរបស់ខ្ញុំក៏ដូចជាកក់ក្តៅការនៅតែម្នាក់ឯងតាមព្រៃភ្នំក្រំថ្មទោះស្ងៀមស្ងាត់ល្អជួនកាលក៏ធ្វើឲ្យកើតសេចក្តីស្រងេះស្រងោចសោកសៅក្រៀមក្រំចិត្តយ៉ាងច្រើនធ្វើឲ្យឃើញសេចក្តីសំខាន់របស់គណៈសង្គមឡើងភ្លាមសង្គមឬពួកគណៈរមែងមានឥទ្ធិពលលើចិត្តរបស់បុគ្គលជាច្រើនយ៉ាងយើងបានប្រយោជន៍ច្រើនយ៉ាងពីការនៅរួមពួកគណៈគឺការកើតហេតុចាំបាច់ឡើងពួកគណៈរមែងជួយសង្គ្រោះយើងបានទ្រព្យរបស់យើងយស័ក្តិរបស់យើងអាចមានតម្លៃហើយគុណប្រយោជន៍ដល់យើងបានពេញលេញក៏ព្រោះពួកគណៈឬសង្គមរ៉ាប់រងបើសង្គមមិនរ៉ាប់រងទ្រព្យនិងយសនោះក៏គ្មានតម្លៃព្រះរាជាដែលមានព្រះកិត្តិយសខ្ពស់បំផុតនោះបើព្រះអង្គទៅគង់នៅក្នុងព្រៃតែមួយអង្គឯងកណ្ដាលហ្វូងស្វាកិត្តិយសនោះក៏គ្មានតម្លៃថ្លៃប្រសើរអ្វីឡើយប្រការចុងបំផុតការនៅក្នុងគណៈសង្គមនីមួយធ្វើឲ្យកើតសេចក្តីសុខចិត្តកក់ក្ដៅចិត្តសេចក្តីពិតចំណុចត្រង់នេះយើងមិនសូវដឹងព្រោះជាប់ចិនថ្នឹកតែការត្រូវព្រាត់ឃ្លាតទៅចាក់ពួកគណៈនោះតើបដឹងច្បាស់ដូច្នោះការនិរទេសអ្នកធ្វើខុសចេញពីសង្គមឬពួកគណៈតើបនិយមថាជាការដាក់ទោសម្យ៉ាងដែលធ្វើឲ្យអ្នកត្រូវទោសបានទទួលទុកច្រើនមនុស្សខ្លះប្រថុយរត់វាភៀសរត់ត្រឡប់មកនៅក្នុងពួកគណៈទៀតសូមបីខ្លួននឹងស្លាប់ក៏ព្រមសូមឲ្យបានស្លាប់កណ្ដាលពួកគណៈក៏នៅល្អប្រសើរជាងស្លាប់ម្នាក់ឯងលោកអ្នកស្ដាប់ការយើងបានទទួលប្រយោជន៍ច្រើនប្រការពីការនៅរួមសង្គមដូចនេះពួកគណៈក៏ឈ្មោះថាមានបុណ្យគុណចំពោះយើងយ៉ាងខ្ពស់អ្នកណាស្រឡាញ់ពួកគណៈឃើញដល់ពួកគណៈមានចិត្តទូលំទូលាយធ្វើប្រយោជន៍ដល់ពួកគណៈអ្នកនោះឈ្មោះថាដឹងគុណរបស់ពួកគណៈផ្ទុយទៅវិញអ្នកណានៅក្នុងពួកគណៈបានទទួលផលប្រយោជន៍ដោយពោលហើយពីពួកគណៈតែឃើញតែប្រយោជន៍ខ្លួនមានចិត្តចង្អៀតចង្អល់កើបកោយកាវក្រសើបយកផលប្រយោជន៍ឲ្យដល់ខ្លួន
มันបាននឹកដល់ទ្រូងអ្នកដតីបង្កើតសេចក្តីក្តៅក្រហាយរំខានឲ្យដល់ពួកគណៈជានិច្ចអ្នកនោះឈ្មោះថាជាអ្នកនេគុណចំពោះពួកគណៈជាអ្នកជំទាស់សេចក្តីចម្រើនរបស់ពួកគណៈជាបញ្ញាក្អែកដែលចាំតែបឺតស្រូបស៊ីឈាមអង្គាមឆ្អឹងរបស់ពួកគណៈលោកអ្នកស្ដាប់ខ្ញុំបានខំណែនាំព្រានប្រដៅព្រះភិក្ខុសាមណេរនិងភិក្ខុនីដែលនៅក្នុងការគ្រប់គ្រងរបស់ខ្ញុំឲ្យឃើញសេចក្តីសំខាន់របស់ពួកគណៈគ្រប់គ្នាក៏តាំងនៅក្នុងអាវាសរបស់ខ្ញុំជាយ៉ាងល្អតែនៅមានភិក្ខុថ្មីមួយរូបមកពីត្រកូលសេដ្ឋីស្ដុកស្ដំម្នាក់ក្នុងក្រុងរាជក្រឹសភិក្ខុរូបនេះមានឈ្មោះថាវិរិហៈមាននិស្ស័យក្រអឺតក្រអោងប្រកាន់ខ្លួនមិនព្រមទទួលពាក្យណែនាំព្រានប្រដៅរបស់អ្នកណាព្រោះប្រកាន់ថាត្រកូលរបស់ខ្លួនស្ដុកស្ដំព្រះសុភូតៈបាននាំរឿងរ៉ាវរបស់ភិក្ខុរូបនេះមកនិយាយឲ្យខ្ញុំស្ដាប់ថ្ងៃមួយខ្ញុំបានហៅវិរិហៈភិក្ខុមកជួបហើយសួរថាមនាលោកវិរិហៈខ្ញុំមានសេចក្តីយល់ឃើញមួយយ៉ាងថាបុគ្គលខ្លះដែលមានកំណើតចេញពីត្រកូលខ្ពស់មានការសិក្សាខ្ពស់រមែងមានការប្រព្រឹត្តប្រតិបត្តិខ្លួនត្រឹមត្រូវមានការនិយាយត្រឹមត្រូវមានការគិតត្រឹមត្រូវมันមានតក់ឆ្កងភ្លៀងភ្លាត់សូម្បីត្រឹមបន្តិចបន្តួចជាអ្នកធ្វើត្រូវគិតត្រូវគ្រប់ប្រការគ្រប់ទីកន្លែងគ្រប់កាលវេលាខ្ញុំមានសេចក្តីឃើញយ៉ាងនេះតើលោកយល់ឃើញយ៉ាងណាព្រះមហាថេរៈដ៏ចម្រើនខ្ញុំប្រការណាទៅមកថ្មីកាន់ធម៌វិន័យនេះនៅមិនទាន់ចេះដឹងក្នុងអត្តនឹងធម៌ដោយព្រះគុណម្ចាស់តែតាមដែលខ្ញុំប្រការណាបានជួបប្រទះមកហើយក្តីបានឮបានស្ដាប់មកហើយក្តីប្រកាសជាសាមញ្ញជនគ្រប់គ្នាតែងតែមានឱកាសដែលនឹងធ្វើភ្លៀងភ្លាត់បានបើមិនច្រើនក៏តិចมันមាននរណាឡើយដែលធ្វើនិយាយគិតអ្វីបានត្រឹមត្រូវគ្រប់គ្រាន់គ្រប់យ៉ាងនិងគ្រប់ការនោះទេសំដៅសេចក្តីថាសាមញ្ញជនគ្រប់គ្នារមែងមានការខុសឆ្គងភ្លៀងភ្លាត់ប្រចាំខ្លួនជានិច្ចបើមិនច្រើនក៏តិចមិនមែនឬខ្ញុំសួរផ្ទួនថែមទៀតត្រូវហើយទៀនប្រុសវរិហៈភិក្ខុឆ្លើយយ៉ាងប្រកបក្នុងចិត្តបើយ៉ាងនោះលោកក្តីខ្ញុំក្តីក្នុងឋានៈដែលជាសាមញ្ញជនក៏រមែងមានការខុសឆ្គងភ្លៀងភ្លាត់ប្រចាំខ្លួនជានិច្ចដូចគ្នាមែនទេករុណាមែនខ្ញុំករុណាក៏អាចមានការភ្លៀងភ្លាត់ខុសឆ្គងដូចគ្នានឹងអ្នកដទៃភិក្ខុវរិហៈព្រមទទួលយ៉ាងច្បាស់លាស់កាលឃើញថាបានដេញដោលលោកមកដល់ត្រង់ជ្រុងដ៏សមគួរទំនងហើយខ្ញុំក៏ផ្ដើមលេងអាវុធរបស់ខ្ញុំភ្លាមមនាលវិរហៈកាលមាននរណាពោលថាដាស់តឿនក្រើនរំលឹកលោកបញ្ជាក់ចង្អុលប្រាប់ការខុសឆ្គងភ្លៀងភ្លាត់របស់លោកដោយមានបំណងល្អដើម្បីលោកនឹងបានកែខៃលេលោកប្រព្រឹត្តខ្លួនឲ្យល្អឡើងហេតុអ្វីក៏លោកខឹងនឹងគេទៅវិញភិក្ខុកំឡោះអង្គុយស្ងៀមមួយសន្ទុះហើយក៏ពោលឡើងដោយទិដ្ឋិមានះថាតាមពិតខ្ញុំព្រះករណាក៏មិនបានធ្វើខុសអ្វីតែភិក្ខុអ្នកបួសចាស់ចេះតែចាប់ទោសអូដំណើរឲ្យកំហុសខ្ញុំព្រះករណាតតែបានគឺជាមនុស្សចូលចិត្តតេះដៀនអ្នកដតីណាស់ពេកទៅមនាលវិរិហៈមនុស្សយើងរមែងមើលមិនឃើញរាងកាយរបស់ខ្លួនបានគ្រប់ចំណែកទេសូម្បីឈរឡើងហើយអោនមើលក៏ឃើញតែផ្នែកមុខប៉ុណ្ណោះផ្នែកខាងក្រោយមើលមិនឃើញទេក្នុងផ្នែកនៃការប្រព្រឹត្តក៏ដូចគ្នាយើងច្រើនមើលឃើញផ្នែកល្អរបស់យើងផ្នែកអាក្រក់មើលមិនសូវឃើញហើយក៏យល់ថាខ្លួនល្អហើយត្រឹមត្រូវហើយសមរម្យហើយលុះមានអ្នកដតីមើលមកឃើញការតក់ឆ្កងភ្លៀងភ្លាត់របស់យើងគេចង់អុលបង្ហាញឲ្យយើងមើលយើងមិនពេញចិត្តព្រោះសេចក្តីប្រកាន់អ្នកដតីសំឡឹងមើលឃើញខ្លួនយើងបានច្បាស់លាស់ជាងខ្លួនយើងយ៉ាងណាគេក៏ឃើញសេចក្តីប្រព្រឹត្តរបស់យើងបានល្អជាងយើងយ៉ាងនោះការលោកព្រមទទួលថាខ្លួននៅមានខុសតក់ឆ្កងភ្លៀងភ្លាត់ការអ្នកដតីចង់អុលបង្ហាញឲ្យយើងឃើញការខុសឆ្គងក៏មិនគួរខឹងនឹងគេទេផ្ទុយទៅវិញគួរសម្ដែងសេចក្តីអរគុណគេថែមទៀតព្រោះកាលយើងឃើញកំហុសដឹងការភ្លៀងភ្លាត់របស់យើងហើយនឹងបានកែប្រែរៀបចំខ្លួនយើងឲ្យបានល្អឡើងមនាលវិរិហៈសន្មតថាមានបរិះម្នាក់មានរបស់ស្មោកគ្រោកប្រឡាក់មុខតែខ្លួនឯងមើលមិនឃើញសម្គាល់ថាមុខរបស់ខ្លួនស្អាតផុសផង់ល្អហើយ
เติบดาวเตยตามเพลอขณะนู้เมียนบุรมาเนี่ยดาวมักจูบเคยสนามประละในหนังมุกรบบุรตีมวยเติบจังอลปรักอ่อยดังนังในนวมเกยเอาตือเลี้ยงเจ้าเจงตายบุรมกประละใบเจียขังทาเกเมืองเงยคลุนมันยกเจ็ดตกดะหนึ่งสนามประละรบคลุนดาอวดมกประละรบคลุนต่อตือโลกเคยทาบุรนี้เทวคอหรือตรือเกเทวคอย่างเปิดประกอบแปรกลมาจ้าเพลได้ตรือเกกัวเทวอย่างนาเกกัวปีนัดเมื่อคลุนไอเจมอนสันบาเคยสนามประละเปิดประกอบตามแดนเนดตีปราบกอกัวอกุนเกหายกอประหยัดเตเลียงรบสมกรกนูเจงคลุนนังบานเมียนมกสะอาดโดยดามมันนิลเวระหะเปะปรักปรองรบเนดตีเทวไอมกรบบรนุสอาดบานจางนาเปะแต่เดียรบเนดตีก็อาจเทวเอายังละอลางจานุได้ธรรมดาบัณฑิตเราไม่เคยเปียแต่เดียเมียนดำไหลขบุเจียงเปียสสาโปรเปียแต่เดียเทวไอมนุษย์ละอลางแต่เปียสสาอาจเทวไอมนุษย์อักระหรือสมาสมาบายเจียกาสสาตามเสกได้ปัดเนตรสสาก็นังเตรอในขนองสะเพียบโดยชนเป็นจัดไอจัดในขนองธนาปนมันเกิดนังกายไข่ชนายคลุนไอละอไกลเลนลางบายเจียเปียสสาประเภทบรรจุได้มันเมนเจียเสกได้ปัดโดยหมกเยิงประละประโลเอาไว้ใต้เกบรรจุทาสอาดละอหายโดยชนก็นังเทอเอาเยิงเตรอเป็นจัดในนังหมกได้ประละก็ขวะนูมันเกิดจุดเลี้ยงโรบอสโมกรกเจงหมกโรบอเยิงก็ในตายประละประโลอย่างนี้เจียนในตือโดยชนโลกมันกลัวขังกาเตรเนดติบันโตแต่ดีลนังมันกลัวเตรอโจเป็นจัดขนองการบานตัวเปียสสาโลกเนสดาเปียในนวมรบขยมบานพอลตอนพเนจคือตั้งตายปิดไงนูเจดามอกพิขะเวริหะบานคลายเจียพิขะสงบเงียมมันกระเอิดกระอองมันประกันครูนเตรอตัวสถาเปียในนวมปรับปนโยลปิเมตสหธรรมกอย่างเป็นจัดเปรเวลุเวียนารามก็อจำลองบรรลาเมียนตายสันเตสกรุปติเวียเรียไตรเปรยมตแตงลายมันดูพิจารณมันบานศึกษาเมื่อครูนไอเอาละเอ็ดดาวจัดจิตทัวเตมันบานเปรียบเทียบครูนไอหนึ่งเนี่ยดาตีดาวกุมนัดจุดเตทัวเติบจรานไตโจจัดทาครูนละอประสาเจียงเนี่ยดาตีตรสามรมเจียงเนี่ยดาตีกุมนัดนักกัดโดยชนะเมียนสเตอร์ตายกรุบมนุษย์คลาก็สำได้ใจมอกโดยการดิเยอวดอ่างคลาก็สำได้ใจมอกโดยรึกเปียคลาก็สำได้ใจเมาเทวจีอังกุยเสียมคลาก็มันสำได้อาการะอาวัยวัยเอาเคยหากโดยเจียเกมันบานนึกเกิดโดยชนลายแต่ตามปัญหาเกเมียนสิกได้นึกเกิดทาคลุนละอโดยคเนนังมนุษย์ได้สำได้ใจเมาตรังยังไอนังปีศาจเมื่อบานโดยการคลายบรรโจเกทาเกละออย่างนูปูกายอย่างนี้สระอย่างนูชาดอย่างนี้เกมกเจียสำได้สิกได้เป็นจัดใจเมาอย่างฉบับโปรหายแต่ไว้ก็โปรเปะบรรโจรบเยิงไตรนังกมนัดเกิดจังรบเกสัมกอลโยธาเกละอสระพายการเยิงตือสสาเกเติบการสิกได้เป็นจัดแต่งได้เปียเลือกนำการบรรโจจูนกาก็ขมีนมูลในสิกได้ตัดลายตัวเตวิงบายเยิงตือเดียทำไมเกตัวเปียแต่เดียรบเยิงเจียสิกได้เป็ดเกก็คังโปรเกกัดทาเกละอประสาตือหายการเยิงตือแต่เดียเกเติบเจียกาจุมตัวหรือกัดเจ้าสิกได้นึกเกิดรบเกเทวเอาเกกาสิกได้มันเป็นจัดหายจองกำหังนังเจิงเราเพลย์บอมพลายซองสักเนแต่เดียนุในเจียมูลหายอากาสิกได้ลงบาประโลกโปกปะจรลำบอลขนองจุ่มนมจนโลกเนสดับเมียนสิกได้ปัดมวยทาเนทอมเจียเกณะปะเมาเมียนอำนาจบริหารปุเกณะโรเมนเจตีโกรบกาดคลายโรบอเนโตยสิกได้โกรบกาดคลายนี่ไอเทวเอาเนโตยโรไอไกลโยเยิดมันเฮียนจุ่มตัวมันเฮียนดักเตือนการรมลึกการเคยกำหอกเพลงพลัดโรบอเนทอมเมียนตายสิกได้เลิกดำกลางซอซาจีจำไนมวยการเนทอมบานตัวเปียซอซาเลิกดำกลางเจียนเด็กโดยชนะก็ลงเลยการสิกได้สัมกลโยธาคลวนเจียบกลปิเซเทวเอาไว้นิเยเอาไว้มันคอเมียนตายเตยแตงอต
តើបជាហេតុឲ្យធ្វើអ្វីនិយាយអ្វីតាមសេចក្តីគិតឃើញរបស់ខ្លួនម្នាក់ឯងមិនព្រមទទួលស្ដាប់គំនិតគិតឃើញរបស់អ្នកដទៃព្រោះសម្គាល់ថារបស់ខ្លួនប៉ុណ្ណោះតើបត្រឹមត្រូវប្រើបានរបស់អ្នកដទៃប្រើមិនបានកាលបានទទួលពាក្យវិភាគវិចារការតេះដៀលពីអ្នកដទៃតើបកើតសេចក្តីមិនពេញចិត្តអន្តែងក្តៅក្ដួលជាងមនុស្សធម្មតាកើតសេចក្តីមិនពេញចិត្តនឹងនរណាហើយច្រើនប្រើអំណាចនីតិរបស់ខ្លួនកំចាត់អ្នកនោះចោលឬរកផ្លូវធ្វើຕົកបុកម្នេញដោយប្រការផ្សេងធ្វើឲ្យជំនុំជន់នោះคล้ายជាអាណាចក្រនៃសេចក្តីខ្លោបខ្លាចលោកអ្នកស្ដាប់សម្រាប់ខ្ញុំនោះសូម្បីខ្លួនជាប្រធានសង្ឃបរិហាពួកគណៈក្នុងព្រះវេលុវនារាមខ្ញុំក៏ព្យាយាមដាស់តឿនក្រានរំលឹកខ្លួនឯងជានិច្ចទុកដាក់ថាខ្លួនជាសាមញ្ញជនម្នាក់ដែលភ្លៀងភ្លាត់ខុសបានទើបព្រមទទួលពាក្យវិភាគវិចារការចាត់ថ្នាក់ពីអ្នកដទៃគ្រប់កាលខ្ញុំបើកឱកាសឲ្យសិស្សានុសិស្សរបស់ខ្ញុំដាស់តឿនក្រានរំលឹកខ្ញុំបានក្នុងការឃើញការឆ្គាំឆ្គងភ្លៀងភ្លាត់របស់ខ្ញុំទើបខ្ញុំត្រូវអាស្រ័យព្រះសុភូតភិក្ខុឲ្យជួយជាអ្នកស៊ើបសួរគំនិតគិតឃើញយោបល់របស់ពួកគណៈនាំមករាយការណ៍ឲ្យខ្ញុំដឹងមួយជាន់ទៀតដោយវិធីការគ្រប់គ្រងបែបនេះឯងធ្វើឲ្យខ្ញុំខ្លាចជាទីស្រឡាញ់គោរពរបស់ពួកគណៈមិនមានថ្ងៃជួសជុលរសាំរសាយឡើយអាវុធខាងក្នុងលោកអ្នកស្ដាប់លោកជ្រាបច្បាស់លាស់ហើយថាអាណាចក្រមគធៈនិងអាណាចក្រកោសលជាសត្រូវគ្នាធ្លាប់ធ្វើសង្គ្រាមនឹងគ្នាជាច្រើនគ្រាដើម្បីដណ្ដើមភាពជាធំលើមធ្យមប្រទេសឈ្នះចាញ់ឈ្នះគ្នាជារឿយមកសង្គ្រាមម្ដងធ្វើឲ្យមនុស្សនិងសត្វពីរហណៈរាប់ចំនួនសែនស្លាប់កោដេដាធ្វើឲ្យទ្រព្យសម្បត្តិវិនិច្ឆ័យហើយទៅរាប់ចំនួនមិនបានប្រមាណមិនអស់ការសាងសង្គ្រាមហើយទាំងចំណែកចាញ់និងចំណែកឈ្នះក៏វិនិច្ឆ័យហើយខ្លោចផ្សាទាំងអស់គ្នារយៈវេលាដែលខ្ញុំមកនៅក្នុងក្រុងរាជក្រឹសនេះជារយៈដែលស្ងប់ចាកសង្គ្រាមតែភ្លើងពៀគំនុំចិត្តនៅឆេះគុកកៈក្នុងហរតីនៃពួកក្សត្ររហូតដល់មេទ័ពនាយកងនៃមគធរដ្ឋគ្រប់គ្នាព្រោះក្នុងសង្គ្រាមទីបំផុតអាណាចក្រមគធៈជាផ្នែកបរាជ័យមេទ័ពគ្រប់គ្នាទៅមកម៉ៅក្តៅចិត្តអេតរសាយនិងផ្ដើមប្រុងប្រៀបរៀបត្រៀមធ្វើសង្គ្រាមដើម្បីសងសឹកតែកំហឹងនោះបរោះរាប់ចំនួនម៉ឺននាក់បានត្រូវកេណ្ឌចូលកាន់បន្ទាយដំរីសេះបានទទួលការហ្វឹកហាត់មានការសន្សំស្បៀងនិងអាវុធយុទ្ធោបកផ្សេងយ៉ាងម៉ឺងម៉ាត់ចារៈបរោះអ្នកស៊ើបការសម្ងាត់បានចាត់បញ្ជូនទៅគ្រប់ទិសចារៈបរោះផ្នែកកោសលរដ្ឋការស៊ើបដំណឹងបានថាមគធរដ្ឋមានទាហានប៉ុណ្ណោះអ្នកមានរថចម្បាំងប៉ុណ្ណោះគ្រឿងមានដំរីសេះប៉ុណ្ណោះមានអាវុធប្រភេទនោះហើយក៏រាយការណ៍ទៅឲ្យមេទ័ពរបស់ខ្លួនដឹងបណ្ដាមេទ័ពនៃកោសលរដ្ឋកាលបានដឹងថាខាងមគធរដ្ឋមានកម្លាំងពលំច្រើនជាងខ្លួនក៏កើតក្តៅចិត្តក្រែងភ្លាត់ចាញ់ក្នុងការប្រយុទ្ធក៏ប្រញាប់កេណ្ឌពលយោធាបន្ថែមដំរីសេះឡើងទៀតដើម្បីឲ្យមានចំនួនច្រើនជាងមគធរដ្ឋចំណែកចារៈបរោះរបស់មគធរដ្ឋការឃើញកោសលរដ្ឋបន្ថែមពលចម្បាំងច្រើនឡើងក៏ប្រញាប់រាយការណ៍ទៅឲ្យមេទ័ពឯមគធរដ្ឋដឹងបណ្ដាមេទ័ពផ្នែកមគធរដ្ឋកាលបានដឹងក៏ភិតភ័យប្រញាប់កេណ្ឌទ័ពបន្ថែមទៀតឲ្យច្រើនជាងកោសលរដ្ឋការប្រណាំងប្រជែងគ្នាបន្ថែមកម្លាំងសម្រាប់ច្បាំងប្រព្រឹត្តទៅដូចនេះមួយឆ្នាំមកហើយតើតែប្រុសកំឡោះសឹងគ្រប់គ្នាត្រូវកេណ្ឌជាទាហានដំរីសេះទាំងអស់ប្រមូលទុកដើម្បីច្បាំងគ្រប់យ៉ាងគ្រប់ប្រការប្រព្រឹត្តទៅដើម្បីចម្បាំងទាំងអស់លោកអ្នកស្ដាប់កាលហេតុការជាយ៉ាងដូចនេះប្រជាជនទូទៅទាំងក្នុងកោសលរដ្ឋនិងមគធរដ្ឋសឹងរអារអើមចំពោះការប្រុងប្រៀបសម្លាប់គ្នាដែលមិនមានទីបំផុតប្រភាពដ៏គួរតក់ស្លុតរន្ធត់ក្នុងសង្គ្រាមក្នុងគ្រាកន្លងមកហើយនៅច្បាស់លាស់ក្នុងសេចក្តីត្រត្រង់ចាំរបស់គេមិនមាននរណាចង់ឲ្យភាពដូចនេះផុសឡើងទៀតឡើយសង្គ្រាមជាអំពើខុសខើយងក្នុងក្រៃលែងជាងអញ្ញាកម្មណាក្នុងលោកសេចក្តីដឹងចំពោះការប្រុងប្រៀបរៀបចំដើម្បីសង្គ្រាមបានងំនៅក្នុងចិត្តគំនិតរបស់ប្រជាជនគ្រប់គ្នា
សេចក្តីដឹងក្នុងចិត្តបានត្រូវសម្ដែងចេញជាសម្ដីនិយាយជំទាស់និងការធ្វើជំទាស់ផ្សេងហេតុការសឹងនឹងការជាចលាចលហើយតែជួនជាមានដំណឹងល្អបានផ្សាយទូទៅពេញមគ្គធរដ្ឋថាឥឡូវនេះខាងកោសលរដ្ឋបានបញ្ជូនគណៈទូតសន្តិភាពមកសូមចរចារួមគ្នានឹងអាណាចក្រមគ្គធដើម្បីរកផ្លូវការពារមិនឲ្យកើតសង្គ្រាមឡើងទៀតរវាងរដ្ឋទាំងពីរក្នុងអនាគតផ្លូវការនៃក្រុងរាជក្រឹសបានឲ្យកិត្តិយសយ៉ាងខ្ពស់ចំពោះគណៈទូតសន្តិភាពដែលមកពីក្រុងសាវត្ថីការចរចាបានប្រព្រឹត្តទៅអស់វេលាជាច្រើនថ្ងៃទីប្រជុំបានពិចារណាដល់មូលហេតុដែលនាំឲ្យកើតសង្គ្រាមនិងមានសេចក្តីយល់ឃើញជាឯកច្ឆន្ទថាកម្លាំងច្បាំងគឺមនុស្សនិងអាវុធដែលម្ខាងសន្សំទុកច្រើននោះឯងគឺរបស់ដុតរោលដារុកឲ្យបណ្ដាមេទ័ពទាំងឡាយចង់ធ្វើសង្គ្រាមដោយបរោះកំឡោះមានកម្លាំងរាងកាយរឹងប៉ឹងរមែងចង់ដាអ្នកនេះអ្នកនោះបើគ្មានយុទ្ធោបកឬមានត្រឹមបន្តិចបន្តួចទោះចង់ធ្វើសង្គ្រាមខ្លាំងក្លាយ៉ាងណាក៏មិនអាចធ្វើបានដោយបរោះកំឡោះខ្វះកម្លាំងដៃទាំងពីរមិនអាចដាល់បានដូច្នោះមានវិធីការពារមិនឲ្យកើតសង្គ្រាមក៏គឺការព្រមព្រៀងទាំងពីរចំណែកបន្ថយយុទ្ធោបករបស់ខ្លួនឲ្យសល់ត្រឹមបន្តិចបន្តួចល្មមជាគ្រឿងការពារខ្លួនប៉ុណ្ណោះគណៈទូតទាំងពីរខាងក៏យល់ស្របគ្នាដោយវិធីការនេះតពីនោះក៏មានការចាត់តាំងគណៈកម្មការរួមដើម្បីការដកឬបន្ថយអាវុធឡើងគណៈកម្មការនេះបានប្រជុំគ្នាមួយគ្រាហើយមួយគ្រាទៀតដើម្បីពិចារណារកផ្លូវព្រមព្រៀងក្នុងការបន្ថយអាវុធឲ្យបានផលជាក់ស្ដែងតែក៏ពិបាកនឹងព្រមព្រៀងចុះសម្រុងគ្នាបានព្រោះសមាជិកម្ខាងគ្មានសេចក្តីទុកចិត្តគ្នាម្ខាងក្រែងថាម្ខាងប្រាប់ចំនួនយុទ្ធោបកមិនត្រង់តាមសេចក្តីពិតតាមដែលព្រមព្រៀងគ្នាឬបន្ថយម្ខាងគ្រាន់តែជាគ្រឿងបោកបញ្ឆោតអ្នកត្រួតត្រាតែទៅបន្ថែមក្នុងផ្នែកដតីសេចក្តីរឯងក្រែងសង្ស័យមិនទុកចិត្តគ្នានឹងគ្នានេះឯងជាមូលហេតុឲ្យការចរចាបន្ថយសព្វវុធឬបន្ថយយុទ្ធោបកត្រូវបរាជ័យម្ដងហើយម្ដងទៀតក្នុងខណៈដែលចរចាមិនបានផលព្រឹត្តិការណ៍តទៅទាំងពីរចំណែកក៏កាន់ឱកាសបន្ថែមយុទ្ធោបករបស់ខ្លួនឲ្យច្រើនឡើងក្រៃលែងដើម្បីមិនឲ្យសៀបប្រៀបគ្នាស្រមោលដល់ខ្មៅងងឹតនៃអសុលសង្គ្រាមក៏ចូលមកគ្របដណ្ដប់ផ្សព្វផ្សាយទូទៅពេញមហាណាចក្រទាំងពីរនោះប្រិយមិត្តអ្នកស្ដាប់ទាំងឡាយក្នុងរវាងនោះឯងឧបាសកអ្នកស្ទាត់ជំនាញក្នុងរដ្ឋប្រសាសនៅបាយម្នាក់បានទៅរកខ្ញុំនាព្រះវេលុវនារាមតាមប្រក្រតីគាត់ទៅស្ដាប់ធម៌ក្នុងថ្ងៃធម្មសវនៈរាល់ថ្ងៃឈ្មោះរបស់គាត់គឺទេវមតឧបាសកយើងបានសន្ទនាគ្នាដល់រឿងចរចាបន្ថយកម្លាំងច្បាំងដែលកំពុងជជែកគ្នាក្នុងវេលានោះមនាលឧបាសកខ្ញុំផ្ដាំពោលក្នុងការសន្ទនាតាក់ទងនឹងការចរចាបន្ថយសព្វវុធដែលកំពុងប្រព្រឹត្តទៅក្នុងបច្ចុប្បន្ននេះលោកមានសេចក្តីយល់ឃើញយ៉ាងណាអាចមានផ្លូវស្រស់ស្រួលគ្នាបានឬទេលោកម្ចាស់ដ៏ចម្រើនឧបាសកពោលយ៉ាងប្រើគំនិតខ្ញុំករណាមានសេចក្តីឃើញថាគេអាចនឹងព្រមព្រៀងគ្នាបានក្នុងលក្ខការតែមិនអាចប្រតិបត្តិតាមខព្រមព្រៀងបានព្រោះមិនទុកចិត្តគ្នានៅមានសេចក្តីក្រែងរឯងសង្ស័យគ្នាម្ខាងក៏ក្រែងម្ខាងទៀតបោកបញ្ឆោតខ្លួនក្នុងទីបំផុតសម្ដីនិយាយទាំងពីរផ្នែកមិនអាចជឿកាន់បាននេះជាហេតុឲ្យការចរចាយឺតយូរនិងអាចនាំទៅកាន់សេចក្តីចុះរលំរលាយក្នុងគ្រាទីបំផុតហើយសង្គ្រាមបង្ហូរឈាមក៏មុខជាកើតឡើងទៀតលោកឯណេះមានសេចក្តីយល់ឃើញយ៉ាងណាខ្ញុំបែរទៅសួរសុចិត្តឧបាសកដែលជាបរិសុទ្ធយកចិត្តទុកដាក់និងយល់ជ្រាលជ្រៅក្នុងផ្លូវធម៌ច្រើនលោកម្ចាស់ដ៏ចម្រើនខ្ញុំព្រះករណាជឿមន់ថាការចរចាក្នុងគ្រានេះមិនកើតផលយ៉ាងណាទេព្រោះគេព្រមព្រៀងគ្នាមិនបានទោះព្រមព្រៀងគ្នាបានក៏បន្ថយអាវុធតាមខព្រមព្រៀងមិនបានទោះបន្ថយអាវុធបានសង្គ្រាមក៏នៅតែកើតឡើងនោះឯងបើគេបន្ថយអាវុធបានហើយសង្គ្រាមក៏នៅតែកើតទៀតឬគេនឹងយកអ្វីមកជាកម្លាំងច្បាំងទេវមត្តសួរជាសម្ដីផ្ទុយផ្ទាល់សុចិត្ត
អ្នកជារាសៅយ៉ាងអារម្មណ៍ត្រជាក់ហើយពោលថាគេសាងអាវុធថ្មីឡើងទៀតសាងមិនបានទេវមិត្តជំទាស់បើសាងឡើងច្រើនក៏ខុសនឹងខព្រមព្រៀងគ្នាបន្ថយសត្វពីវុធយ៉ាងច្បាស់មកខាងនឹងជំទាស់មិនខានបើគេចង់សាងហើយមុខជាសាងបាននោះឯងលបងគិតមើលចុះថាអាណាចក្រកោសលធំទូលាយត្រឹមណាគេអាចទៅពួនសាងក្នុងទីណាមួយក៏បានការដល់គ្រាចាំបាច់ត្រូវការប្រើគេបញ្ចេញយកមកប្រើម្ដងបន្តិចយ៉ាងស្ងាត់កាលបើដូច្នេះយើងក៏មិនអាចជំទាស់គេបានទោះមានលក្ខឋានល្មមនឹងជំទាស់បានក៏មិនដឹងនឹងជំទាស់ចំពោះនរណាព្រោះការព្រមព្រៀងធ្វើសន្ធិសញ្ញាចុះហត្ថលេខារបស់យើងជាសេចក្តីព្រមព្រៀងរវាងពីរចំណែកប៉ុណ្ណោះมันមានអ្នកកណ្ដាលដែលមានអំណាចខ្ពស់ជាកសិនសាក្សីយើងជាអ្នកសាងសន្ធិសញ្ញាខ្លួនឯងយើងជាអ្នករក្សាសន្ធិសញ្ញានោះនឹងបើយើងល្មើសសន្ធិសញ្ញាការព្រមព្រៀងនោះខ្លួនឯងក៏បានសន្ធិសញ្ញាព្រមព្រៀងដែលប្រាសចាកបុគ្គលទី3ធានារ៉ាប់រងក៏ដូចជាច្បាប់ដែលមិនមានរាជបុរសចាំឃ្លាំចាត់ទោសអ្នកប្រព្រឹត្តល្មើសមិនមានតុលាការចាំវិនិច្ឆ័យកាត់ទោសមិនមានពន្ធនាគារសម្រាប់ឃុំឃាំងច្បាប់នោះក៏ខ្វះប្រសិទ្ធភាពឬសេចក្តីស័ក្តិសិទ្ធិមិនមាននរណាប្រតិបត្តិតាមដូច្នោះទៅខ្ញុំជឿថាការចរចាបន្ថយយុទ្ធោបករមិនអាចបង្កើតផលល្អយ៉ាងណាឡើយក្រៅពីប្រើជាគ្រឿងបញ្ឆោតក្មេងៗឲ្យត្រេកអរថាមិនមានសង្គ្រាមប៉ុណ្ណោះតែបើគេអាចព្រមព្រៀងគ្នាបានការបន្ថយសព្វាវុធមកជាប្រព្រឹត្តទៅមិនខានទេវមិត្តជជែកទោះបន្ថយបានក៏ត្រឹមមួយដងមួយគ្រាក្នុងមិនយូរគេនឹងសាងវាឡើងមកបំផ្លិចបំផ្លាញគ្នាទៀតខ្ញុំយល់ឃើញថាអាវុធទាំងឡាយគឺដាវលំពែងកំបិតធ្នូកំភ្លើងទាំងនេះជាដើមត្រឹមជាអាវុធខាងក្រៅយើងបន្ថយឬមិនបន្ថយគឺមិនសំខាន់អាវុធខាងក្នុងគឺសេចក្តីលោភសេចក្តីក្រោធសេចក្តីវង្វេងសេចក្តីច្រណែនសេចក្តីក្រអោងក្រអឺតប្រកាន់ខ្លួនការប្រកាន់ជាតិវណ្ណៈត្រកូលហើយមើលងាយមាក់ថោកគ្នាសេចក្តីឃើញដល់ខ្លួនទាំងនេះចាត់ថាជាអាវុធដែលសំខាន់និងសាហាវយ៉ាងបំផុតខ្លាំងក្លាជាងអាវុធមានដាវលំពែងជាដើមនោះព្រោះដាវលំពែងជារបស់គ្មានវិញ្ញាណយើងຕົកចោលនៅក្នុងទីណាក៏នៅក្នុងទីនោះទៅប្រទូសរាយនរណាខ្លួនវាមិនបានទោះមានប៉ុន្មានភ្នំប៉ុន្មានសមុទ្រក៏គ្មានអន្តរាយអ្វីដូច្នេះយើងដកបន្ថយឬមិនបន្ថយក៏មិនសំខាន់តួអង្គសំខាន់គឺនៅលើមនុស្សអ្នកប្រើអាវុធទាំងនោះបើអ្នកប្រើមានចិត្តពេញដោយលោភៈទោសៈមោហៈជាដើមគេក៏នឹងចាប់អាវុធទាំងនោះទៅប្រទូសម្លាប់កាប់សម្លេះអ្នកដទៃកើតជាសង្គ្រាមឡើងផ្ទុយទៅវិញបើមនុស្សមានចិត្តស្ងប់រងាប់មិនធ្លាក់ជាទេសៈរបស់លោភៈទោសៈមោហៈទោះអាវុធខាងក្រៅមានច្រើនយ៉ាងណាគេក៏មិនចាប់ទៅប្រទូសរាយអ្នកដទៃជាដាច់ខាតដូច្នោះអាវុធខាងក្នុងទៅសំខាន់បំផុតបើនឹងដកឬបន្ថយគួរដកបន្ថយអាវុធខាងក្នុងដោយពោលហើយនោះជាមុនបើដកបន្ថយអាវុធខាងក្នុងបានហើយអាវុធខាងក្រៅក៏នឹងសណ្ដោឬបន្ថយទៅឯងតែបើមិនដកអាវុធខាងក្នុងទោះដកអាវុធខាងក្រៅបានក៏បានត្រឹមមួយដងមួយគ្រាមិនយូរប៉ុន្មានអាវុធខាងក្នុងក៏នឹងបង្គាប់ឲ្យគេសាងអាវុធខាងក្រៅឡើងទៀតហើយក៏បំផ្លិចបំផ្លាញគ្នាទៀតអាវុធខាងក្រៅប្រៀបដូចផ្លែឈើអាវុធខាងក្នុងប្រៀបដូចដើមឈើទោះយើងយកផ្លែឈើទៅចាក់ចោលអស់បើដើមឈើនោះនៅរស់ឆ្នាំក្រោយវាក៏នឹងចេញផ្លែទៀតយើងត្រូវរងចាំបេះរាល់ឆ្នាំតែបើយើងកាប់រំលើងឬគល់ដើមឈើនោះវាក៏អស់មានផ្លែទៀតនេះគឺសេចក្តីយល់របស់ខ្ញុំក្នុងឋានៈជាធម្មៈឬអ្នកសាសនាមនាលឧបាសកខ្ញុំនិយាយឡើងក្រោយពីអង្គុយស្ងៀមចាំស្ដាប់យូរហើយសេចក្តីយកឃើញរបស់លោកគួរស្ដាប់ណាស់អាត្មាសូមសរសើរពិតមែនហើយសេចក្តីលោភសេចក្តីក្រោធសេចក្តីស្រវឹងវង្វេងចាត់ជាអាវុធខាងក្នុងដែលសាហាវខ្លាំងក្លាមោះមុតណាស់សេចក្តីលោភគឺអ្នកសាងសម័យណាសេចក្តីលោភចូលគ្រប់ត្រង់ចិត្តរបស់មនុស្សណាសម័យនោះមនុស្សក៏សាងសន្សំជាការធំធ្វើឲ្យរបស់ផ្សេងមានចំនួនច្រើនកើតឡើងហើយក៏នាំគ្នាហៅថាលោកចម្រើនលោកលូតលាស់ជឿនលឿនក្នុងសម័យណា
សេចក្តីក្រោធគឺកំហឹងចូលគ្រប់គ្រងចិត្តខ្លួនសម័យនោះគេក៏លើកពួកបកចូលទៅបំភ្លេចបំផ្លាញជីវិតនិងទ្រព្យសម្បត្តិរបស់គ្នានឹងគ្នាយ៉ាងខុសខើយ៉ាងទារុណការទំលាយបំភ្លេចបំផ្លាញឲ្យហិនហោចរៀបទៀតទៅហើយក៏ផ្ដើមសាងជាថ្មីទៀតសាងឡើងច្រើនហើយក៏បំភ្លេចបំផ្លាញចោលទៀតសាងឡើងបំភ្លេចបំផ្លាញទៅវិញដូច្នេះជានិច្ចសេចក្តីលោភធ្វើឲ្យសាងឡើងសេចក្តីក្រោធធ្វើឲ្យបំភ្លេចបំផ្លាញសេចក្តីវង្វេងធ្វើឲ្យស្រវឹងជ្រមុជជ្រមុលនៅនឹងការសាងនិងការបំផ្លាញមិនចប់មិនហើយដូច្នោះអាវុធខាងក្នុងដូចពោលមកហើយនេះតើបសាហាវខ្លាំងខ្លាណាស់យើងគួរដកហូតបន្ថយអាវុធខាងក្នុងនេះជាមុនសិនបើដកហូតបានអាវុធខាងក្រៅក៏គ្មានបញ្ហាតែបើដកហូតមិនបានសង្គ្រាមប្រឡាយក៏នឹងកើតឡើងតទៅគ្មានទីបំផុតបព្វជិនិសង្ឃលោកអ្នកស្ដាប់ជាទីមេត្រីថ្ងៃមួយខណៈដែលខ្ញុំកំពុងអង្គុយនៅលើគ្រែក្រោមម្លប់ឫស្សីមុខកត់តូចរបស់ខ្ញុំនោះឯងមានបរិះកំឡោះម្នាក់ចូលមករកគេអង្គុយក្រាបថ្វាយបង្គំខ្ញុំហើយណែនាំខ្លួនឯងថាខ្ញុំព្រះករណាឈ្មោះបណ្ណមាណពជាបុត្រនៃត្រកូលព្រាហ្មណ៍ឈ្មោះនោះខ្ញុំព្រះករណាស្ដាប់ធម៌ក្នុងថ្ងៃធម្មសវនៈរាល់ដងកើតសេចក្តីជ្រះថ្លាចង់បួសជាព្រះភិក្ខុក្នុងព្រះពុទ្ធសាសនាតែទើសទាល់ដោយមិនបានអនុញ្ញាតពីមាតាបិតាខ្ញុំព្រះករណាព្យាយាមអង្វរកគាត់រាល់ថ្ងៃតែគាត់នៅតែមិនយល់ព្រមទើបរត់មករកព្រះគុណម្ចាស់ដើម្បីសូមឲ្យព្រះគុណម្ចាស់បំបួសចែកទានគេជាប្រុសកំឡោះអាយុប្រមាណ25ឆ្នាំមុខមាត់ស្អាតបាតសម្លៀកបំពាក់ស្អាតរៀបរយកិរិយារៀបសារល្អសម្ដែងថាមានត្រកូលខ្ពស់ខ្ញុំពិចារណាមើលលក្ខណៈរបស់គេមួយសន្ទុះហើយពោលថាមនាលមានណប់អ្នកមានចេតនានឹងបួសពិតឬបួសមួយដងមួយគ្រាខ្ញុំព្រះករណាតាំងចិត្តនឹងបួសពិតទៀនប្រុសគេឆ្លើយដោយមើងម៉ាត់សេចក្តីពិតអ្នកកំពុងនៅក្នុងវ័យកំឡោះជាវ័យដែលកំពុងភ្លើតភ្លើននៅនឹងអារម្មណ៍របស់លោកមិនគួរនឹងគិតចង់លះលោកមកកាន់ជីវិតដ៏ស្ងប់ស្ងៀមជាភិក្ខុភាពអ្នកមានសេចក្តីគិតឃើញយ៉ាងណាបានជាកាត់ចិត្តចង់បួសខ្ញុំព្រះករណាសូមទូលតាមត្រង់ថាខ្ញុំព្រះករណាកើតសេចក្តីនឿយណាយលោកធ្វើឲ្យអ្នកឈឺចាប់ចិត្តឬតើបកើតសេចក្តីនឿយណាយគ្មានឈឺចាប់ចិត្តអ្វីទេផ្ទុយទៅវិញលោកបានឲ្យសេចក្តីអភិរមគ្រប់យ៉ាងចំពោះខ្ញុំព្រះករណាត្រកូលរបស់ខ្ញុំស្ដុកស្ដំខ្ញុំជាបុត្រទោលដែលឪពុកម្ដាយតាមចិត្តគ្រប់យ៉ាងខ្ញុំបានប្រើជីវិតរកសេចក្តីសុខក្សេមក្សាន្តពីលោកគ្រប់ជ្រុងជ្រោយមកច្រើនឆ្នាំហើយក្នុងទីបំផុតក៏មិនឃើញសារៈអ្វីសុខរបស់លោកជាសុខមិនបរិសុទ្ធជាសុខមួយដងមួយគ្រាខ្ញុំបានដឹងយល់សេចក្តីពិតពីព្រះគុណម្ចាស់នេះឯងថាសុខផ្លូវលោកតាំងនៅលើមូលដ្ឋានគឺចំណង់ឬតណ្ហាចង់បានចង់មានចង់ជាអ្វីផ្សេងការចង់ក៏ស្វែងរករបស់ផ្សេងមកស្នងចំណង់រករូបមកឲ្យភ្នែកមើលរកសំឡេងមកឲ្យត្រចៀកស្ដាប់រកក្លិនមកឲ្យច្រមុះហិតរករសមកឲ្យអណ្ដាតលិតភ្លក់រកសម្ផស្សមកឲ្យកាយប៉ះពាល់រកអារម្មណ៍ផ្សេងមកបំរើចិត្តបើរករបស់ផ្សេងមកបំរើតណ្ហាក៏បានជាសុខតែជាសុខត្រឹមមួយដងមួយគ្រាប៉ុណ្ណោះក៏កើតសេចក្តីនឿយណាយរសាយចិត្តចង់បានចង់មានចង់ក្នុងអារម្មណ៍ថ្មីដតទៅទៀតហើយក៏កកាយរោគទៀតរោគបានមកបំរុងបំរើជាសុខមួយដងមួយគ្រាហើយក៏នឿយណាយទៀតរោគថ្មីទៀតជាយ៉ាងដូចនេះមិនចេះចប់ការពិចារណាដោយល្អិតឃើញសេចក្តីពិតរឿងនេះហើយខ្ញុំព្រះករណាតើបគិតនឹងរំដោះខ្លួនឯងឲ្យរួចចាកតណ្ហាទេសភាពមនាលមានណប់គំនិតគិតត្រេះរិះរបស់អ្នកសំដោយហេតុផលហើយមនុស្សយើងគ្រប់គ្នាធ្លាក់ជាខ្ញុំកំដររបស់តណ្ហាគ្រប់ដង្ហើមចេញចូលតណ្ហាប្រៀបដូចខ្លាសាហាវដែលយើងចិញ្ចឹមទុកជាខ្លាខ្លួនធំមហិមាដែលមានមាត់ដល់ទៅ6ស៊ីអាហារ6ប្រភេទមាត់ទាំង6គឺភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តអាហារ6ប្រភេទគឺរូបសម្លេងក្លិនរសសម្ផស្សធម្មអារម្មណ៍តណ្ហាព្យាខៈនេះស៊ីអាហារជានិច្ចមិនចេះឆ្អែតមិនចេះល្មម
โดยเพลิงได้มันแอดดอยอโดยมหาสมุทรได้มันแอดดอยตึกยังเตยต่อสู้ตั้งปีการโรโหดดอสลับดำใบโรคอาหารแต่งประมุยประเภทมอกเอาตอนหาสีแอดหายเวียก็สงบเงียมวยเกลียตรองในไอยังโดยบานเจียศกคลาตายขนองมันอยู่เวียก็เคลียนเตียดนักบังกอบเอายังโรคอาหารเอาเวียสีเตียดบาโรคมันบานเวียก็ยอมยีข้ามขยำขยายอย่างมันประนัยตายสมใบดุชโนมนุษย์ก็มันสับเปิมตอนหาได้ตัวเตอวิงใบเจียสลังตอนหาอย่างจับจัดโดยตอนหานูเจียระบบคลุนไอโปรมยอมคลุนเจติสะระบบตอนหาดาวสิกได้เป็นจัดหายตัวตูบำราตอนหาดาวสไนหาสปามไม่แพะเกระแวะเพียบจำในตอนหาการเยิงยกจัดยกทลาวเวียก็นอมเยิงเวลเตอร์เวลมอขนองวัดดอกสองสาดอเป็นดาวเพลิงตกคือการจ้าชื่อสลับสาวสาวตังจัดจัดตรุงได้มันเมียนตีบำพอดมาเนียเมียนนอบเปรียบปดเจียมจ้าบ้านตรงปีจารณาเคยเสกได้ปัดนี้นังการเสกได้สองเวชลอดเปรหารตีได้บ้านทะเลเจียเตสะตัวตัวบำราตอนหาหมอกออกเปจีจูขนองตีบำพอดเปรอองบ้านสำรัจเปรหารตีได้นังรบดอกเปรอองไอรุยจะปนเทเนเกียในตอนหาโดยได้แนะกำปองเกิดขนองขณะนี้ขนองตีบำพอดเปรอองก็ตรงบังกราบตอนหาบานยางรีเตียบดัดขาดตรงประกาศเอสระเพียบเอาดอกเปรอองไอมันจิตเตสะระบตอนหาต่อติเตียเจียเสรีเพียบเอสระเพียบอย่างบริโภเสรีเพียบเอสระเพียบอย่างบริโภรุยจะกระยำระบตอนหาในไอเจียจำนวนขบบัมพดระบเนบูตูเตอมันเนียเมียนนอบกาเกตเวเจียจะตอนหานี้เธอมันบานเงียโดยได้เยอะนิยีขเนียเตเพราะมนุษย์โจจัดทาตอนหานุคือคลุนระบคลุนเยิงหายมันได้บานริกตบำพลายตอนหานุตัวใบโบโกดังสิกได้ปัฏฐาตอนหาคือเนจวายกำนายโคคือตัวเกิดบำพลายเจ้าก็มันอายเธอตามกำหนดได้เกิดบานเงียปรอนังเตยตอนหาต่อได้อย่างคลังโรโหดขนองติบำพดเตยเจียจำนายจันตรลับเตยเจียเตสะระบตอนหาต่อเตยตามเดิมโดยชนอเติบอัตมาจังดังสิกได้ตั้งจัดระบเนเจียมนทานังตั้งจัดปัดประกอบตรำนาบ่าวตั้งจัดนักบัวตรำมวยดองมวยกาดำใบละบองมือก็กองบัวละอจีเจียงโปรกาบัวเกิดกายโยกตอนหาหมอกกรองหรือคมแข็งตกดำใบเอาวิออดเวียนนักบานอ่อนกำลังโจดำใบสรัวขนองกาบำพลายเวียขนองเวเลียต่อเตยใบเยิงคังเวียตกเอาออดเลงตรำมวยดองมวยเกลียมันตั้งจัดสำหรับเวียเปิดการเยิงเลงเอาเวียเมียนเสรีเพียบวิงเวียก็หนึ่งใบหมอกซองสักเยิงอย่างทงนเปรกลมาจ้าดอยจำรานขยมประการณาบ้านกัดจัดได้ขาดหายถานังจัดกานังตอนหาอย่างปัดประกอบโสมประกลมิจ้าเมตตาสองครัวบอมบุขยมประการณาใจเตียนมันเดียเมียนนบเนเจียมนุมเนได้เมียนเสกได้ตั้งจัดเปิดขนองกาบัวบ่าวบานบัวโดยบำนองมกเจียตั้งจัดปฏิบัติเมืองมัดนังบ่าวบารมีจักคลาละมอมอายนังบานสมรักเบียพาธนานามวยตายกูสไนปนเปได้เนมันบานตัวกาอนุญาตปีเมียดาใบดาอาตมามันอายเอากลบดได้เมียดาใบดามันตอนอนุญาตบุบานเตโปรคอเปรปดทับปัญญาบานเนปนปองนังบุปิดโจตรลับตืออังวโกส้มอนุญาตอัมปีเมียดาใบดาเจตไมบรากำลาชงกมกอังกุยเงียมได้ปรากมนดยางทงนแปรกลมาจากดอยจำรานขยมประการณาปรหายขมีนสิกได้สังคมบานตัวกาอนุญาตปีเมียดาใบดาเตโปรกวดหามปราเมืองมัดนากลายปีรูปเนี่ยเมียนนาคลาตีได้ละมอมหนึ่งเนื้อกรบกรงเตะโปรแต่บัดบำราเมียดาใบดาจุมนุนเนี่ยขมีนเตแปรกลมาจาบาวอย่างนูเนโกรมงับจำนองได้จ่องบูตกมวยลายสันการออกบอลเมียดาใบดาหายสมบูเจกราวบานเลยแต่เกิดบูขนองเวเลนในก็เจการเลี้ยบองเจ้าเมียดาใบดาเอาเนื้อดอยฟ้าเนอปทอมบำราเจียอำเภอมันสามกัวโปรเมียดาใบดาเจียเนเมียนอปการะกลยังขบวจำปวบดเจียเนเอาตรอบดอมีดลำไหลขบวบำพดคือชีวิตนังเรียงกายจำปวบดเจียบปีจาเนอบรมนายนอมเปลี่ยนประดายบทมนครูอาจารย์แต่งอ
ជាព្រះព្រំអ្នកមានប្រំវិហារធម៌គឺមេត្តាករុណាមុទិតាអបេក្ខាចំពោះបុត្រមិនមានពេលស្រក់ស្រុតដូច្នោះបុត្រធីតាទៅជាអ្នកជំពាក់គុណមេត្តាបិតាគួរសងគុណលោកដោយការប្រតិបត្តិចិញ្ចឹមថែទាំបម្រើលោកជាដើមព្រះគុណម្ចាស់ដ៏ចម្រើនរឿងគុណូបការៈនោះខ្ញុំព្រះករណានឹកគិតជានិច្ចតែក៏មិនភ្លេចការបួសចេះតែនឹកស្ដាយដោយគ្មានឱកាសបានបួសបំពេញសមណធម៌ដើម្បីមានសេរីភាពរួចចាកក្រញាំចក្រពត្តិនិយមអ្នករករៀនគឺតណ្ហាមនាលមានណប់ការបំពេញសមណធម៌មិនបានកម្រិតដាច់ខាតទុកសម្រាប់តែអ្នកបួសចម្ពោះមួយសូម្បីជាក្រហមអ្នកគ្រប់គ្រងផ្ទះក៏អាចប្រតិបត្តិសមណធម៌និងសម្រេចមគ្គផលនិព្វានបានបើមានបារមីចាស់ខ្លាគ្រប់គ្រាន់ព្រោះថាមគ្គនិងផលមិនបាននៅក្នុងវត្តមិនបាននៅតាមលអាងតាមភ្នំតែនៅនឹងខ្លួនយើងគ្រប់គ្នានោះឯងបើយើងដឹងពិតឃើញពិតយល់ច្បាស់ដោយខ្លួនឯងហើយក៏អាចបានសម្រេចមគ្គផលបានដូច្នេះសូមអ្នកសិក្សាស្រាវជ្រាវរាវរកមើលខ្លួនឯងសិក្សាឲ្យឃើញថាខ្លួនទាំងផ្នែកនាមនិងផ្នែករូបនេះជាចំណែកផលប្រៀបដូចផ្លែឈើដែលកាត់ឡើងមកហើយមុខជាត្រូវចាស់ទុំរបេះជ្រុះពុកភ័យស្អុយរលួយទៅតាមធម្មជាតិរបស់វាកាលសាច់និងសម្បករលួយទៅហើយគ្រាប់របស់វាសល់នៅខាងក្នុងគ្រាប់នោះមានជឿនិងគុណសម្បត្តិគ្រប់យ៉ាងដែលអាចជាដើមឈើនិងផ្លែឈើបានទៀតកាលគ្រាប់នោះធ្លាក់នៅក្នុងភាវៈដ៏សមល្មមក៏ដុះចេញជាដើមឈើនិងមានផ្លែទៀតខ្លួនរបស់យើងប្រៀបដូចផ្លែឈើវិញ្ញាណធាតុប្រៀបដូចគ្រាប់ក្នុងផ្លែឈើជឿក្នុងគ្រាប់ប្រៀបដូចតណ្ហាដរាបណាតណ្ហានៅមានដរាបនោះមនុស្សយើងក៏នៅតែវិលស្លាប់វិលកើតនៅក្នុងវដ្តសង្សារតទៅទៀតមិនមានទីបំផុតការវិលស្លាប់វិលកើតផ្ទួនដដែលជាភាវៈដ៏គួរនឿយណាយសម្រាប់អ្នកមានបញ្ញាតែជារបស់គួរអភិរម្យសម្រាប់អ្នកនៅងងឹតដោយអវិជ្ជាព្រះគុណម្ចាស់ដ៏ចម្រើនទោះយ៉ាងណាក្តីខ្ញុំព្រះករណាក៏មិនទាន់មានឱកាសបួសទេសូមព្រះគុណមេត្តាប្រោសណែនាំវិធីប្រតិបត្តិដើម្បីបន្ថយកិលេសចំពោះខ្ញុំព្រះករណាក្នុងឋានៈជាក្រហមផងវិធីប្រតិបត្តិព្រះពុទ្ធជាម្ចាស់បានទ្រង់ព្រានប្រដៅទុកហើយមានវិធីការកំចាត់កិលេស3ថ្នាក់គឺសិលបានដល់ការរក្សាកាយវាចាមិនឲ្យធ្វើអាក្រក់និយាយអាក្រក់ព្រោះការធ្វើអាក្រក់និយាយអាក្រក់នាំសេចក្តីក្តៅក្រហាយមកកាន់ខ្លួននិងធ្វើចិត្តឲ្យសៅហ្មងសិលសម្រាប់ខិរិយវៈហៅថាបញ្ចសិលមានសេចក្តីអាក្រក់ដែលលោកហាមទុក5យ៉ាងបើប្រតិបត្តិតាមបានគ្រប់ទាំង5ក៏នឹងជាអ្នកមានកាយនិងចិត្តស្ងប់ត្រជាក់ត្រជុំបើមានសទ្ធាចាស់ខ្លាក៏ឲ្យរក្សាឧបោសថសិលឬសិល8ដែលមានខប្រតិបត្តិសម្រាប់ធ្វើឲ្យជាអ្នកស្រាលចាកកិច្ចកង្វល់ផ្សេងនិងធ្វើឲ្យចិត្តស្ងប់រងាប់បានល្អឡើងការរក្សាសិលបានយ៉ាងម៉ត់ចត់ហើយក៏បីប្រតិបត្តិក្នុងថ្នាក់ទី2ហៅថាសមាធិគឺរកឱកាសរំដោះរំលាកខ្លួនទៅនៅក្នុងទីស្ងាត់ស្ងៀមហើយហ្វឹកហាត់សង្កត់ចិត្តមិនឲ្យរាមាយបង្គាប់ឲ្យចិត្តនៅនឹងនួនឬឲ្យចប់មាំនៅក្នុងអារម្មណ៍ជាកុសលណាមួយដំបងធ្វើបានដោយលំបាកណាស់ព្រោះចិត្តធ្លាប់គិតរាមាយមិននឹងនួនយើងមិនធ្លាប់បង្គាប់វាកាលមកផ្ដើមបង្គាប់វាជាដំបងទៅជាការពិបាកតែកុំរាថយព្យាយាមធ្វើរឿយៗក្នុងទីបំផុតក៏កើតជំនាញក្នុងការបង្គាប់ចិត្តការកើតសេចក្តីជំនាញហើយចិត្តក៏នឹងស្ងប់ដោយឆាប់រហ័សនឹងឲ្យនឹងនួនបានយូរប៉ុន្មានក៏បានតាមត្រូវការអាចបង្គាប់ចិត្តឲ្យស្ងប់ស្ងៀមបានយ៉ាងដាច់ខាតហើយក៏ឈ្មោះថាប្រតិបត្តិតាមថ្នាក់ទី2គឺសមាធិបានយ៉ាងបរិបូរណ៍ហើយតអំពីនោះក៏គប្បីផ្ដើមប្រតិបត្តិថ្នាក់ទី3គឺបញ្ញាធម្មតាចិត្តដែលស្ងប់រមែងជាចិត្តមានកម្លាំងមានសេចក្តីភ្លឺស្វាងក្រៃលែងជាងចិត្តដែលរាមាយបើបងអោនចិត្តដែលភ្លឺស្វាងនឹងមានពលិនុភាពនោះទៅពិចារណាសិក្សាស្រាវជ្រាវក្នុងរបស់ណារមែងកើតសេចក្តីយល់ច្បាស់លាស់ក្នុងរបស់នោះអាចនឹងដឹងសភាពដ៏ពិតប្រាកដនៃរបស់នោះការដឹងសេចក្តីពិតនៃរបស់នោះហើយសេចក្តីដឹងនោះឯងនឹងដេញកំចាត់សេចក្តីល្ងងខ្លៅសេចក្តីវង្វេងជឿងាយសេចក្តីប្រកាន់មាំចេញចាកចិត្តធ្វើចិត្តឲ្យស្អាតបរិសុទ្ធឡើងបានច្រើនខ្លះ
តិចខ្លះតាមកម្លាំងការប្រតិបត្តិរបស់យើងព្រះគុណម្ចាស់ដ៏ចម្រើនពេលអធិប្បាយរបស់ព្រះគុណម្ចាស់ច្បាស់លាស់ល្អណាស់ធ្វើឲ្យខ្ញុំព្រះករណាសម្លឹងមើលឃើញផ្លូវដែលនឹងប្រតិបត្តិបានហើយតែនៅសង្ស័យក្នុងខដែលថាការធ្វើសមាធិរហូតចិត្តស្ងប់ល្អហើយគួរនឹងបង្អោនទៅពិចារណាអ្វីមុនមនាលមានប់អ្នកចូលពិចារណាមើលខ្លួនឯងមុនរបស់ដតីព្រោះខ្លួនយើងនេះឯងគឺរូបបំព្រួញរបស់សកលចក្រវាឡបើដឹងខ្លួនយើងហើយក៏អាចដឹងសកលចក្រវាឡដោយអ្នកចូលពិចារណាបំបែកខ្លួនចេញយ៉ាងល្អិតទាំងចំណែករាងកាយនិងចិត្តបំបែកដល់ទីបំផុតហើយក៏ឃើញថាខ្លួនយើងនេះมันប្លែកពីដើមឈើភ្នំនិងសត្វទាំងឡាយដែលមិនទៀងទាត់ថិតថេរជារបស់ដែលទ្រាំបានដោយលំបាកគ្មានសារៈយឺនយូរអ្វីមិនមែនខ្លួនយើងមិនមែនខ្លួនគេគ្រាន់តែជាវត្ថុធាតុរួបរวมចូលគ្នាជាដងមួយដងមួយគ្រាហើយក៏ឃ្លាតឃ្លារលាយទៅវិញការដឹងច្បាស់ឃើញពិតដូច្នោះហើយសេចក្តីប្រកាន់មន់ថាយើងថាគេក៏បាត់ទៅអស់សេចក្តីសង្ស័យក្នុងវេលាជាមួយគ្នានេះក៏កើតសេចក្តីជឿមាំក្នុងវិធីការដែលខ្លួនប្រតិបត្តិមិនទៅវង្វេងច្រឡំជឿងាយក្នុងវិធីប្រតិបត្តិបែបដទៃកាលមកដល់ថ្នាក់នេះហើយអ្នកក៏ឈ្មោះថាបានលុះដល់ភាពជាព្រះអរិយថ្នាក់ដំបូងចិត្តរបស់អ្នកបានធ្លាក់កាន់ក្រសែនៃលោកតរធម៌បែរតម្រង់ទៅកាន់ព្រះនិព្វានដោយមិនមានការវិលត្រឡប់មកកាន់លោកយៈវិស័យដែលជាសមុទ្រទុកទៀតអ្នកនឹងត្រូវកើតឡើងទៀតយ៉ាងច្រើនត្រឹម7ដងទៀតប៉ុណ្ណោះតអំពីនោះក៏ដល់អត្តភាពដែលមិនកើតចាស់ឈឺស្លាប់ជាសភាពបរមសុខរហូតនិរន្តរកាលព្រះគុណជាម្ចាស់ដ៏ចម្រើនបើយ៉ាងនោះក៏សំដៅសេចក្តីថាសូម្បីជាក្រហមក៏អាចប្រតិបត្តិធម៌រហូតបានសម្រេចមគ្គផលបានដូចគ្នានឹងព្រះភិក្ខុសង្ឃដែរមិនមែនឬយ៉ាងនឹងមែនហើយក្រហមក៏អាចសម្រេចមគ្គផលបានបើយ៉ាងនោះការបួសឬមិនបួសក៏មានតម្លៃប៉ុនគ្នាដូច្នោះចាំបួសធ្វើអ្វីនៅជាខរិវាសមិនស្រួលជាងឬបណ្ណកៈមានណប់ចជែកជាក្រហមទោះមានសិទ្ធិសម្រេចមគ្គផលបានក៏មិនពិតតែមានឱកាសនឹងប្រតិបត្តិធម៌បានតែជាអ្នកបួសប្រក្រហមមានភារកិច្ចរឹតចងជំវិញខ្លួនច្រើនមិនសូវមានវេលាគ្រប់គ្រាន់នឹងប្រតិបត្តិធម៌បានទៀងទាត់ការប្រតិបត្តិធម៌បានតិចឱកាសដែលបានសម្រេចមគ្គផលក៏មានតិចតែព្រះភិក្ខុជាអ្នកលះភារៈកិច្ចផ្លូវលោកគ្រប់យ៉ាងហើយក៏តែប្រតិបត្តិធម៌តែម្យ៉ាងរមែងមានឱកាសដែលនឹងបានសម្រេចមគ្គផលច្រើនជាងនិងឆាប់ជាងការបួសជាភិក្ខុទៅបានប្រៀបក្នុងប្រការនេះព្រះគុណដ៏ចម្រើនខនេះឯងធ្វើឲ្យខ្ញុំព្រះករណាចង់បួសតែកាលមានសេចក្តីចាំបាច់បួសមិនបានខ្ញុំក៏នឹងព្យាយាមប្រតិបត្តិធម៌ក្នុងភេទជាក្រហមនេះឯងបានផលត្រឹមណាក៏ស្រេចតែបុណ្យបារមីខ្ញុំព្រះករណាសន្តានានឹងព្រះគុណមកយូរហើយតើបសូមក្រាបថ្វាយបង្គំលាទៅផ្ទះវិញថ្ងៃក្រោយសូមមកសន្តានាទៀតអសុភសញ្ញាប្រិយមិត្តទាំងឡាយពិតមែនតែខ្ញុំជាសាមណៈបានទទួលការសិក្សាអប់រំនិយាយសម្ដែងពន្យល់ពីទោសនៃកិលេសតណ្ហានិងយល់ច្បាស់លាស់តាមពិតថាកិលេសតណ្ហាជាប្រភពនៃទុក្ខគ្រប់ប្រភេទការគ្រាន់តែចេះយល់និយាយសម្ដែងមិនជាការតឹងតែងពេកទេសំខាន់ទៅទៀតគឺការប្រតិបត្តិដោយខ្ញុំនៅជាពុទ្ធជនជួនកាលកិលេសតណ្ហាដុតរលដល់រោគធ្វើទុកចិត្តខ្ញុំម្ដងដែរតែខ្ញុំចេះតែខំអប់រំបន្ទំចិត្តប្រយុទ្ធនឹងកិលេសតណ្ហាតាមពុទ្ធមធ្យោបាយជានិច្ចមកចិត្តក៏ស្ងប់រងាប់ទៅវិញខ្ញុំនិយាយរឿងមួយឲ្យស្ដាប់មានកាលមួយនោះការកិលេសតណ្ហាគ្របសង្កត់ចិត្តខ្ញុំចង់ចេញចាកភេទសាមណៈទៅកាន់ខរិវាសវិស័យដើម្បីទៅរកកាមសុខក្នុងបញ្ចកាមគុណគឺរូបសម្លេងក្លិនរសសម្ផស្សសម្រាប់បំរុងបំរើភ្នែកត្រចៀកច្រមុះអណ្ដាតកាយចិត្តព្រោះកិលេសតណ្ហានាំឲ្យគិតឃើញថាការភ្នែកបានឃើញរូបល្អត្រចៀកបានលើសម្លេងពីរោះច្រមុះបានហិតស្រូបក្លិនក្រអូបអណ្ដាតបានលិតភ្លក់ឲ្យជារសឆ្ងាញ់កាយបានប៉ះសម្ផស្សជាទីពេញចិត្តមុខជាបានសេចក្តីសប្បាយខ្សែខ្សានចិត្តមិនខានជួនកាលខ្ញុំនឹកឃើញថាពូជព្រឹក្សាជាតិដែលមានទឹកនិងជីជាតិជាដើមចិញ្ចឹមបរិបូរ
រមែងចម្រើនលូតលាស់ខ្ញុំឃើញថាជីវិតបព្វជិតក្នុងក្របខ័ណ្ឌនៃព្រះធម៌វិន័យខ្វះរបស់ទាំងនេះជាជីវិតស្ងួតហួតហែងក្រៀមក្រម្យ៉ាងទៀតអ្នកប្រាជ្ញតាំងអំពីបុរាណកាលរមែងពោលទុកថាបញ្ចកាមគុណរមែងរួមនៅក្នុងស្ត្រីប៉ុណ្ណោះគ្មានរូបណាស្មើដោយរូបស្ត្រីគ្មានសម្លេងណាស្មើដោយសម្លេងស្ត្រីគ្មានក្លិនអ្វីណាស្មើដោយក្លិនស្ត្រីមិនមានរសណាស្មើដោយរសស្ត្រីមិនមានសម្ផស្សណាស្មើដោយសម្ផស្សស្ត្រីហើយក្រៃលែងទៅទៀតមិនមានស្ត្រីណាល្អប្រសើរស្មើស្ត្រីដែលខ្លួនស្រឡាញ់កាលបើគិតដូច្នោះកាមគុណជាចំណែកមានជ័យជំនះលើចិត្តខ្ញុំបានកាត់ចិត្តថានឹងសឹកក្នុងថ្ងៃណាមួយតែពិនិត្យគិតមើលសាមណៈភេទទៀតខ្ញុំដូចជានៅស្ដាយពេកណាស់ល្ងាចថ្ងៃមួយកាលងូតទឹកជំរះកាយហើយដោយការអបសុកខ្ញុំក៏ចេញចាក់វត្តវេលវ័នទៅវាលស្រែលំហែកាយហើយចូលទៅកាន់ភូមិមួយនៃពួកកសិករខ្សត់ក្រគ្រាន់តែចូលដល់បរិវេណភូមិប៉ុណ្ណោះខ្ញុំបានឃើញស្ត្រីកណ្ដាលម្នាក់កំពុងអង្គុយជេរប្រតិចនរណាម្នាក់នៅមុខខ្ទមដែលធ្វើដោយដីលាយអាចគោនឹងចំបើងកូនស្រីម្នាក់របស់នាងអង្គុយយំនៅជិតឆ្នាំងបាយដែលដាក់នៅលើចង្ក្រានខណៈដែលខ្ញុំឆ្លងកាត់ទៅនោះឯងស្វាមីរបស់នាងបានស្ទុះចេញមកពីខ្ទមតម្រង់ទៅវាយតាប់ទាត់ធាក់ប្រពន្ធគ្មានប្រណីនាងជាភរិយាដួលត្រឡប់ត្រលិនដេកបំរាស់នៅនឹងដីតែមាត់ក៏នៅមានសំឡេងជេរប្រតិចខ្លាំងជាងមុនស្វាមីវាយតាប់ភរិយាល្មមអន់កំហឹងហើយក៏ដើរទៅវាលស្រែបាត់ទៅលោកអ្នកស្ដាប់ទាំងឡាយកាលបានឃើញហេតុការណ៍នេះហើយខ្ញុំកើតសេចក្តីសង្វេគស្លុតចិត្តឡើងច្រើនស្វាមីភរិយាគូនោះកាលមុនបានចោះសម្រងរួមជីវិតនឹងគ្នាដោយសង្ឃឹមថាបានសេចក្តីសុខតែកាលសភាពការជាយ៉ាងនេះគេនឹងមានសេចក្តីសុខដោយម្ដេចកើតខ្ញុំធ្វើដំណើរទៅរហូតដល់ផ្ទះមួយខ្នងធំយ៉ាងល្អតាំងនៅកណ្ដាលភូមិគឺជាផ្ទះព្រាហ្មណ៍មាននេតិជាមេស្រុកនោះដែលមានសេចក្តីស្និទ្ធស្នាលនឹងខ្ញុំចូលទៅសួរសុខទុក្ខតែមេស្រុកមិននៅមានកិច្ចចូលទៅរាជធានីព្រាហ្មណីជាភរិយាទទួលខ្ញុំជំនួសប្តីខ្ញុំក៏បានទទួលការសិក្សាគំនិតថ្មីបន្ថែមទៀតព្រោះព្រាហ្មណីបាននិយាយរឿងការងារលំបាករបស់នាងនិងស្វាមីឲ្យខ្ញុំស្ដាប់តាំងពីការទាពន្ធដារអាករគ្រប់គ្រងកូនស្រុកការធ្វើស្រែចម្ការការតាក់ទងនឹងនាយចៅវាយនិងអ្វីដតីទៀតកាលបានស្ដាប់ហើយធ្វើឲ្យខ្ញុំគិតឃើញថានាងកំពុងត្រូវចំណង30ច្រវាយចងរត់រត់ជុំវិញខ្លួនទាល់តែកំរើកខ្លួនមិនបានកាលបើដូច្នេះតើនឹងមានសេចក្តីសុខបានយ៉ាងណាចេញពីនោះខ្ញុំបានដើរកាត់មុខផ្ទះមួយខ្នងដែលមានសំឡេងយំរបស់ស្ត្រីម្នាក់យ៉ាងគួរខ្លោចផ្សាកាលសួរបានសេចក្តីថានាងកំពុងកើតទុក្ខចុកសៀតព្រោះស្វាមីរបស់នាងបានត្រូវពោះចឹកស្លាប់ក្នុងពេលដែលទៅកាប់អស់ក្នុងព្រៃកាលថ្ងៃរសៀលនេះឯងខ្ញុំក៏ចេញពីភូមិស្រុកដើរទៅដោយប្រើគំនិតព្រឹត្តិការណ៍ដែលទៅជួបប្រទះដាស់ស្មារតីខ្ញុំឡើងវិញខ្ញុំយល់ច្បាស់ថាជីវិតរបស់គិរិយាតែមានលក្ខណៈដូចបានឃើញមកហើយក្នុងផ្ទះដំបងដែលឃើញប្តីប្រពន្ធឆ្លោះវាយតបគ្នាគេទាំងពីរនាក់នោះកាលផ្ដើមស្រឡាញ់គ្នាមុនដំបងឬការរៀបការថ្មីក៏ស្រឡាញ់គ្នាមានសេចក្តីសុខព្រោះអំណាចសេចក្តីស្រឡាញ់ធ្វើឲ្យគេឃើញតែក្នុងផ្នែកល្អនៃគ្នានឹងគ្នាសេចក្តីក្រែងរឯងចិត្តគ្នាធ្វើឲ្យគេប្រព្រឹត្តល្អចំពោះគ្នាលាក់ទុកផ្នែកមិនល្អបញ្ចេញតែផ្នែកល្អមកប្រើតែមិនយូរប៉ុន្មានកាលសេចក្តីស្រឡាញ់ថយខ្សោយចុះសេចក្តីរឯងចិត្តគ្នាមានតិចទាំងពីរផ្នែកក៏បញ្ចេញផ្នែកមិនល្អរបស់ខ្លួនមកកាលសម្លឹងមើលគ្នាក៏ជួបតែផ្នែកដែលមិនល្អរបស់គ្នានឹងគ្នាក្នុងទីបំផុតក៏ធ្វើមិនល្អឲ្យគ្នាកើតចំនួនវាយតបគ្នាសេចក្តីសុខក៏អន្តរធានទៅដូច្នោះសេចក្តីស្រឡាញ់ដែលជាប់ដោយកាមទៅជាថ្នាំពឹសលាយទឹកឃ្មុំការលិតរសដំបងក៏ដូចជាផ្អែមឆ្ងាញ់តែមិនយូរក៏នឹងត្រូវថ្នាំពឹសពុលសុខអាស្រ័យកាមជាសុខបន្តិចបន្តួចមានតែទុកច្រើនជាសុខប្រភេទផ្អែមគល់ខាងចុងជូរចត់ល្វីងហិលការដែលខ្ញុំទៅផ្ទះមេស្រុកព្រាហ្មណីបាននិយាយសេចក្តីលំបាកកង្វល់ផ្សេងឲ្យខ្ញុំស្ដាប់ជីវិតរបស់គិរិយាពេញដោយភារៈធ្ងន់ត្រូវធ្វើការរកទ្រព្យចិញ្ចឹមខ្លួនប្រពន្ធកូនមិត្ត
ត្រូវមានផ្ទះនៅមានស្រែចម្ការមានមិត្តភ័ក្តិដែលត្រូវយកចិត្តទុកដាក់ទៅណាមកណាក៏មានចិត្តហួងហែងកង្វល់ជីវិតខិរិវៈប្រៀបដូចបរោះរែកភារៈដ៏ធ្ងន់ទុកលើស្មាមិនសប្បាយមិនមានសេរីភាពជីវិតរបស់សាមណៈជាជីវិតស្រាលមានសេរីភាពដោយបុគ្គលដាក់ភារៈធ្ងន់ចេញពីស្មាហើយរមែងដើរទៅបានយ៉ាងសប្បាយក្នុងផ្ទះទី3ដែលខ្ញុំបានឃើញស្ត្រីដែលកំពុងយំទួញព្រោះប្តីស្លាប់នោះបង្ហាញឲ្យឃើញទុក្ខធំរបស់សត្វលោកមនុស្សមានរបស់ណាក៏រមែងស្រឡាញ់ច្រើនក្នុងរបស់នោះការរបស់នោះបាត់បង់ទៅក៏កើតទុក្ខស្រឡាញ់ច្រើនប៉ុណ្ណាទុក្ខក៏ប៉ុណ្ណោះស្រឡាញ់តិចទុក្ខក៏តិចបើមិនស្រឡាញ់សោះទុក្ខក៏គ្មានសោះដែរស្រឡាញ់ច្រើនទុក្ខក៏ច្រើនចំរើណាស់ស្រឡាញ់ខ្លះទុក្ខក៏ខ្លះមិនប៉ះខ្លាំងស្រឡាញ់តិចទុក្ខក៏តិចរិចទុក្ខខាងចាំងស្រឡាញ់ចោលស្រឡះខាស់ទុក្ខអើយខ្ញុំធ្វើដំណើរចូលទៅក្នុងព្រៃមួយប្រកបដោយដើមឈើនានាប្រភេទយ៉ាងស្ដុកក្រាស់អាកាសងងឹតនិងត្រជាក់ខ្ញុំដើរទៅរហូតដល់កណ្ដាលព្រៃខ្ញុំក៏ឈរឈប់នៅកន្លែងមួយខាងមុខខ្ញុំនោះឯងសពមនុស្សប្រុសម្នាក់ដេកនៅលើផែនដីកំពុងហើមប៉ោងចោលក្លិនស្អុយមុតមានស្នាមខៀវខ្មៅសតាមស្បែកនៃរាងកាយផ្នែកខ្លះក៏មានទឹកលឿងហូរចេញមកអណ្ដាតលៀនធ្លាក់ចេញមកខាងក្រៅមាត់មានពពុះទឹកសសព្រួចព្រួចឡើងចេញពីមាត់ម្ដងដើរបន្តិចទៅទៀតក៏ជួបសាកសពមួយទៀតដេកផ្កាប់មុខនឹងផែនដីដែលជាសពដែលស្អុយរលួយពេញទីហើយសាច់ស្បែកផ្នែកខ្លះមានស្នាមសត្វកាត់លងស៊ីទាញពោះវៀនចេញតែរឡាយហ្វងដង្កូវកំពុងចោះខៃបរិវេណខ្នងតើតែឃើញក្រងឆ្អឹងលៀនចេញមកដង្កូវខ្នាតធំវានៅពេញរាងកាយភាពនេះនាំឲ្យនឹកឃើញច្បាស់ថានេះគឺចំណុចចុងក្រោយនៃវិថីជីវិតរបស់មនុស្សគ្រប់គ្នាជីវិតគឺការធ្វើដំណើរទៅកាន់សេចក្តីស្លាប់ថ្ងៃមួយដែលកន្លងទៅគឺមួយជំហានដែលយើងឈានចូលទៅចិត្តសេចក្តីស្លាប់កាលសេចក្តីស្លាប់តាមមកដល់កាយនេះក៏នឹងដូចសាកសពដែលខ្ញុំបានឃើញនេះมันមានលំអមិនគួរស្រឡាញ់มันគួរសរសើរមានតែសេចក្តីស្មោកគ្រោកស្អុយរលួយដូចសពនោះការនៅមានជីវិតក៏ដូចយើងទាំងអស់គ្នាកាលយើងស្លាប់ហើយក៏ដូចជាសាកសពនោះដែរយ៉ាងយូរណាស់100ឆ្នាំប៉ុណ្ណោះប្រិយមិត្តទាំងឡាយចិត្តរបស់ខ្ញុំពេលនោះពេញដោយសេចក្តីសង្វេគនឿយណាយរសាយតណ្ហារហូតឃើញខ្លួនឯងជាសាកសពផងរួយមួយហ្វងធំហើរមករកទុំខ្ញុំវាប្រហែលគិតថាខ្ញុំជាសាកសពដែរខ្ញុំត្រឡប់ទៅវត្តវិញនៅពេលប្រយុទ្ធភាពសាកសពនៅជាប់នឹងភ្នែកនិងចិត្តខ្ញុំយ៉ាងច្បាស់លាស់មិនអាចនឹងបំភ្លេចបានទោះសឹងនៅក្នុងកុដិក៏ហាក់ដូចជាកំពុងសឹងនៅក្នុងព្រៃខ្មោចយប់នោះខ្ញុំស្ទើរតែឆាន់ទឹកមិនកើតព្រោះនាំឲ្យនឹកគិតដល់ទឹករងៃនៃសាកសពព្រឹកឡើងពេលកំពុងដើរបណ្ឌបាតខ្ញុំឃើញមនុស្សដែលដើរទៅមកជាសាកសពទាំងអស់ខ្ញុំឆាន់បាយបានបន្តិចបន្តួចព្រោះដូចជាកំពុងឆាន់សាកសពហេតុការណ៍ដែលបានឃើញព្រមទាំងព្រៃខ្មោចបានផ្លាស់ចិត្តរបស់ខ្ញុំពីខ្មៅទៅសខ្ញុំឃើញថាលោកនេះមិនមែនលោកដែលគួរត្រេកអរឡើយចំណងស្នេហាដោយអំណាចរាគៈដែលគ្របសង្កត់ចិត្តខ្ញុំនាំឲ្យចង់សឹកត្រូវអំណាចរបស់ព្រៃខ្មោចកំចាត់ចោលហើយព្រៃខ្មោចនាំឲ្យខ្ញុំឃើញស្ត្រីជាក្រងឆ្អឹងយ៉ាងពិតប្រាកដខ្ញុំធ្វើចិត្តឲ្យខ្សែមខ្សានក្រេបនៅរស់ព្រះធម៌បើកាមរោគកើតឡើងក៏នឹកដល់ព្រៃខ្មោចក៏ស្ងប់រងាប់ទៅវិញរូបកាយនេះតែងជួបគ្រោះក្រំគ្រាជាជាពំអ្នកស្នាក់ពំនឹងនៅនៃរោគនិងបែកធ្លាយរលាយធ្លុះបាក់រខោកជាកាយស្មោកក្រោកឆ្អេះឆ្អាបស្អុយអប្រៃជាអសាការបណ្ដោះនៅអាសន្នបាញ់ចូលជន់ឲ្យផន់ភាំងកាំងស្មារតីព្រោះជីវិតមិត្តសត្វលោកក្នុងភព3រយៈខ្លីសេចក្តីស្លាប់ចាប់យកទៅអោមណាគ្រីអវសានកថាលោកអ្នកស្ដាប់ទាំងឡាយដំណើរពនេចររបស់ខ្ញុំបានទៅផ្អាកសម្រាប់សិននៅក្នុងវត្តព្រះវេលុវនារាមរហូតដល់ឆ្នាំដែលព្រះបរមសាស្តាស្ដេចរំលត់ខណ្ឌបរិនិព្វានតើបខ្ញុំត្រាច់រង្គាត់ធ្វើពនេចរតទៅទៀតក្នុងលោកដ៏ធំទូលាយអស់រយៈផ្លូវដ៏វែងឆ្ងាយព
ពេលវេលាដោយយូរយារដែលខ្ញុំត្រាច់ចោលទៅនោះបានជួបប្រទះឆ្លងកាត់ហេតុការណ៍ទាំងល្អទាំងអាក្រក់ច្រើនសែនច្រើនទាល់តែហួសសមត្ថភាពនឹងកត់ចងចាំទាំងអស់បានរឿងដែលខ្ញុំនិយាយថ្វាយប្រកេនជូនមកតាំងពីដើមទីនេះគ្រាន់តែជាភាគមួយក្នុងភាគ4ប៉ុណ្ណោះលោកនេះពេញដោយអ្វីៗដែលគួរសិក្សាតែក៏មិនគង់មាននរណាសិក្សាបានរហូតចប់សពគ្រប់ឡើយតែទោះសិក្សាមិនចប់ក៏ដោយការសន្សំការដឹងយល់ច្រើនក៏ជាការល្អសម្រាប់ខ្ញុំវិញនោះបើបានដឹងស្គាល់យល់រឿងរ៉ាវពិភពលោកច្រើនត្រឹមណាសេចក្តីស្រវឹងវង្វេងក្នុងបញ្ហាលោកក៏ខ្សោយថយចុះត្រឹមនោះដែររហូតក្នុងទីបំផុតខ្ញុំคล้ายជាមនុស្សមិនជំពាក់នឹងទីកន្លែងមិនជំពាក់នឹងបុគ្គលទោះទៅទីណាជាមួយអ្នកណាពួកណាកាលណាក៏បានទាំងអស់ចិត្តសប្បាយប៉ុនគ្នាការបានឆ្លងកាត់ជួបប្រទះហេតុការណ៍ទាំងល្អអាក្រក់ជាច្រើនធ្វើឲ្យចិត្តគំនិតរបស់ខ្ញុំคล้ายជាកំពែងដ៏រឹងប៉ឹងមិនប៉ោងឡើងការជួបប្រទះផ្នែកល្អមិនទ្រាំចុះការជួបប្រទះផ្នែកអាក្រក់នរណាយកសម្បត្តិរបស់បច្ច័យអ្វីៗមកឲ្យក៏មានចិត្តជាកណ្ដាលនរណាមកឆក់លួចទៅក៏មានចិត្តជាកណ្ដាលហីដែរនរណាមកជេរចំពោះមុខឬសរសើរដំកើងចិត្តខ្ញុំក៏នៅជាកណ្ដាលសប្បាយស្រួលដូចគ្នាលោកអ្នកស្ដាប់ទាំងឡាយខ្ញុំនិយាយមកនេះមិនបានសម្ដៅសេចក្តីថាខ្ញុំបានសម្រេចមគ្គផលជាន់ខ្ពស់ហើយតើបមានចិត្តរឹងប៉ឹងមិនញាប់ញ័រក៏ទេដែរខ្ញុំនៅជាបុថុជនធម្មតាតែព្រោះហេតុដែលបានជួបប្រទះប៉ះតង់កិច្ចឆ្លងកាត់ហេតុការផ្សេងមករហូតចិនថ្នឹកនោះឯងធ្វើឲ្យខ្ញុំចេះពិចារណាអប់រំចិត្តមិនញាប់ញ័រគឺមិនខ្វើកតាមខ្យល់ខ្វល់តាមរលកនៃលោកធម៌ពេកទេខ្ញុំសូមបញ្ចប់រឿងរបស់ខ្ញុំត្រឹមនេះសិនគ្រាក្រោយបើមានឱកាសខ្ញុំនឹងនាំមកនិយាយឲ្យស្ដាប់បន្តទៅទៀតលោកអ្នកស្ដាប់ជាទីមេត្រីទាំងឡាយបានទទួលសេចក្តីយល់ចូលចិត្តក្នុងគោលធម៌របស់ព្រះបរមសាស្តាអំពីការនិយាយរបស់ខ្ញុំក៏ឈ្មោះថាបានធ្វើបុណ្យកុសលហើយខ្ញុំសូមឧទ្ទិសចំណាយកុសលទាំងអស់នោះចំពោះវិញ្ញាណក្ខន្ធនៃមាតាបិតាខ្ញុំគ្រូបាធ្យារបស់ខ្ញុំដែលលោកស្ថិតនៅក្នុងភពណាក៏ដោយសូមទទួលជ្រាបគោលបំណងល្អរបស់ខ្ញុំហើយអនុមោទនានឹងបានសោយសុខតាមសំគួរដល់គតិភពនោះចុះចម្លងចប់នៅក្រុងម៉ុងរេអាល់ថ្ងៃពុធទី4ខែមករាគ្រិស្តសករាជ2011 វ៉ាតភិរៈសូមអញ្ជើញអនុមោទនា